បាទជំរាបសួរបងប្អូននិស្សិតទាំងអស់ជាទីរាប់អានសុខសប្បាយទាំងអស់គ្នាទូលគ្រូបានបាទសូមលោកគ្រូ បាទសូមអធិស្ឋានយកពេលវេលាសម្រាប់បងប្អូនមកជជែកគ្នាហ្នឹងហើយខ្ញុំដឹងថាបងប្អូនរវល់ហើយសូមអធិស្ឋានប៉ុន្តែដោយសារភាពចាំបាច់តែយើងអាចជួបគ្នាបានមានតែពេលយប់ហ្នឹងឯងបាទហើយយើងត្រៀមខ្លួនលក្ខណៈមុនបាទយើងមិនចាំដល់ពេលយើងត្រៀមទេយើងត្រៀមមុនអញ្ចឹងហ្នឹងហើយដោយសារខ្ញុំអត់ទាន់ឃើញ response ពីបងប្អូនឃើញដូចជា2 3ក្រុមទេដែលគាត់បានឆាតមកសួរសុំយោបល់សុំ review បាទពិតជាអរគុណមែនតើហ្នឹងហើយអញ្ចឹងមានន័យថាយើងអាចយល់ឬក៏យើងមិនអាចយល់ហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំចង់ clarify ឲ្យច្បាស់អញ្ចឹងណាចង់ clarify ច្បាស់ថាក្រុមនីមួយៗត្រូវទទួលការងារក្រុមយ៉ាងម៉េចបាទហើយដើម្បីយើងអាចឲ្យច្បាស់លាស់ទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងខ្ញុំអរគុណម្ដងទៀតជាងខ្ញុំសូមចូលទៅការងារ assignment របស់យើងបន្តិចសិនណាបាទអូខេបងប្អូនមានសំណួរឬសំណុំពរអីទេបាទប្រធានថ្នាក់ទីបាទនៅនឹងឯងបាទចាលោកគ្រូខ្ញុំនៅនឹងតាលោកគ្រូបាទអូខេហ្នឹងហើយខ្ញុំសូមទៅមើលនេះរបស់យើងបាទតើតើនឹងមេរៀនណាបាទកុំស្ន់គិតរឿង paper យើងមើលមេរៀនសិនហ្នឹងហើយអូខេអញ្ចឹងមេរៀនសម្រាប់មេរៀន presentation សប្តាហ៍ក្រោយថ្ងៃ25បាទយើងបញ្ជាក់ច្បាស់ហើយណាបាទអញ្ចឹងខ្ញុំនឹងដាក់ទៅដងទៀតក្រុមទី1 Hello ក្រុមទី1ប្រធានក្រុមមកហើយបាទសូមចាលោកគ្រូខ្ញុំផ្ទាល់លោកគ្រូខ្ញុំប្រធានក្រុមទី1អូខេប្រធានក្រុមទី1បាទអូខេអរគុណប្រធានក្រុមទី1ហ្នឹងហើយអញ្ចឹងប្រធានក្រុមទី1គឺតាក់ទងនឹងbusiness model Canvas បាទអញ្ចឹងបងប្អូនយល់នៅតាក់ទងនឹង5ចំណុចហ្នឹងបងប្អូនក្រុមបងប្អូនដូចខ្ញុំបង្ហាញបងប្អូនហ្នឹងនេះបាទហ្នឹងហើយចាលោកគ្រូខ្ញុំសម្រាប់ខ្ញុំយល់បានខ្លះហើយនឹងសមាជិកក្រុមគឺគាត់អត់សូវយល់ដែរលោកគ្រូអត់សូវយល់យ៉ាងម៉េចបាទសុំសំណួរបាទមានន័យថាបងប្អូនត្រូវបង្ហាញ business model Canvas business model Canvas គឺជាគំរូអាជីវកម្មខ្លីមួយទំព័រដែលមានសសរស្តម្ភ9សសរស្តម្ភយើងប្រើវាជា tool ជាឧបករណ៍សម្រាប់សរសេរគំរូផែនការអាជីវកម្មមួយបាទដែលយើងចង់ដំណើរការឬក៏យើងកំពុងដំណើរការបាទអញ្ចឹងទី1យើងមាន customer segment គឺជាចំណែកអតិថិជនគោលដៅអញ្ចឹងមេរៀនក្នុងសភៅបានបញ្ជាក់ថាតើចំណែកទីផ្សារអតិថិជនគោលដៅនោះគឺជាអ្វីបាទគឺជាបណ្ដុំក្រុមមនុស្សដែលមានតម្រូវការទៅលើដំណោះស្រាយឬក៏សេវាកម្មឬផលិតផលណាមួយប្រកបដោយនវានុវត្តន៍ណាដែលគាត់បង្ហាញទាំងប្រជាសាស្ត្ររបស់គាត់បង្ហាញទាំងចំណង់ចំណូលចិត្តតម្រូវការភាពជឿជាក់របស់គាត់ហ្នឹងហើយអញ្ចឹងអាហ្នឹងគឺ customer segment ហ្នឹងហើយអញ្ចឹងមេរៀន slide មានហើយនេះអូនមើលទៅក្នុង slide វាយល់ច្បាស់មែនតើនេះបាទខ្ញុំរៀបឲ្យមេរៀន business model Canvas ឲ្យស្រេចឃើញទេនេះបាទហ្នឹងហើយអញ្ចឹងយើងគ្រាន់តែអានទៅលើមេរៀនរបស់យើងសភៅរបស់យើងនេះបាទនេះហ្នឹងហើយមេរៀនរបស់យើងនេះមេរៀនរបស់យើងក៏មានបញ្ជាក់ដែរបាទនៅមុននឹងចូលផែនការទីផ្សារផែនការប្រតិបត្តិផែនការបរិស្ថានសុខភាពសុខភាពការងារផែនធានមនុស្សវាត្រូវមានផែនការរួមជាគំរូអាជីវកម្មតម្រង់អាជីវកម្មដែលយើងផ្ដល់ដំណោះស្រាយឬក៏
ដល់គុណតម្លៃទៅឲ្យអតិជនមួយណាហ្នឹងហើយតើយើងសល់មកវិញបានជាចំណូលបានជាប្រាក់ចំណូលដោយរបៀបណាហ្នឹងហើយតើយើងបានដោះស្រាយបញ្ហាអីហ្នឹងហើយអញ្ចឹងនៅក្នុងនោះមានយើងមើលមេរៀនទៅនិយាយទៅត្រូវទៅអានមេរៀនហើយអត់អាចមិនអានមេរៀនហើយសួរខ្ញុំថាលោកគ្រូអត់យល់ទេអត់ទេមេរៀនបញ្យល់ច្បាស់ណាស់នេះទាំង SWOT analysis ក៏មានដែរខ្ញុំមិនឲ្យបរៀនទេ SWOT ខ្ញុំសុខចិត្តបរៀនសិនបាទហ្នឹងហើយអញ្ចឹងគឺយើងអាចមើលទៅនៅក្នុងនោះមានបញ្យល់ច្បាស់ណាស់អានក្នុងទាំងអស់មានទាំងអស់អត់រឿងថាអត់ទេហើយបើសិនជាអត់ក៏យើងអាច check Google check AI បន្ថែមទៅបាទអត់បញ្ហាទេអញ្ចឹងbusiness model Canvas ដូចជាមានមិនអត់ទេបាទអូខេបាទមាន slide យើងមានហើយ slide យើងមើល slide ខ្ញុំឲ្យនោះហើយយកអានឹងមកឆ្នៃមកបាទតោះនេះប្រធានៈចាតន់លោកគ្រូតន់ខ្ញុំតន់ណាលោកគ្រូបាទអរគុណហ្នឹងហើយអញ្ចឹងអូខេអញ្ចឹងខ្ញុំសូមទៅgroup ទី2អញ្ចឹងចែកគ្នាមកម្នាក់មកនេះក៏បានដែរម្នាក់មកគេហៅម្នាក់មកចំណុចក៏បានដែរបាទក្រុមទី2យើងចូលដល់business canvas business model canvas style ចឹង group 2 group 2បាទ 2ប៉ុន្តែយើងដោតលើ4 5ចំណុចបាទដូចគ្នាហ្នឹងហើយខ្ញុំចង់ដឹងថាយើងអានឯកសារយើងស្រាវជ្រាវយល់កម្រិតណាខ្ញុំមិនតន់ប្រាប់ទាំងអស់ទេដល់ពេលដែលយើងបញ្យល់បាទយើងនឹងដឹងថាយើងច្បាស់ប៉ុណ្ណាហើយខ្ញុំមិនអាចបរៀនទាំងអស់ទេខ្ញុំបរៀនតែអាណាដែលបងប្អូនមិនច្បាស់បានខ្ញុំបរៀនតែបងប្អូនច្បាស់ហើយខ្ញុំមិនបង្រៀនអនុលឹកបន្តិចទៅហ្នឹងហើយកុំឲ្យខាតពេកព្រោះយើងថ្នាក់កម្រិតលោកបណ្ឌិតហើយចឹងសិតតអ្នកដែលនេះហើយអ្នកដែលមានបទពិសោធន៍មានចំណេះដឹងគ្រប់ច្រើនហើយបាទចឹងយើងអត់ព្រៀនដោយពួកបញ្ញាបត្រទេបាទអូខេអញ្ចឹងក្រុមទី2បាទប្រធានក្រុមបាទប្រធានក្រុមសូមបាទជំរាបសួរលោកគ្រូខ្ញុំប្រធានក្រុមទី2សូមឈ្មោះតិចមកបងប្អូននីបញ្ញាលោកគ្រូអូខេនីបញ្ញាបាទដាក់អញ្ចឹងឲ្យច្បាស់មកបាទឃើញទទួលខុសត្រូវបាទអូខេចុះក្រុមទី1មិញមេក្រុមឈ្មោះអីមិញទីអីលោកគ្រូទឿផាទីលោកគ្រូទឿផាទីចាលោកគ្រូចឹងហ៎ចាលោកគ្រូអូខេដាក់ច្បាស់ចឹងហ្មងបាទសិត leader ហើយកំពូលហើយក្រុមទី2គឺ part 2នៃ business model canvas បាទអញ្ចឹងយើងមាន key activity សកម្មភាពគន្លឹះធនធានកន្លឹះហើយគូកន្លឹះបាទតម្រង់នៃការចំណាយបាទហើយនឹង business model canvas ទាំងមូលបាទអញ្ចឹងមានន័យថាសង្ខេបខ្លីតកតង9ចំណុចនឹងឡើងវិញតើ business canvas មានន័យថាម៉េចបាទយល់ខ្លីឡើងវិញមក that's it ហ្នឹងហើយចាំខ្ញុំ add on ចាំខ្ញុំកែអញ្ចឹងណាអូខេអញ្ចឹងdone សម្រាប់ក្រុមទី2បាទទី1ទី2 done ឥឡូវយើងចូលដល់ group 3បាទ group 3ប្រធានក្រុមបាទសូមប្រធានក្រុមឈ្មោះអីបាទអធិស្ឋានលោកគ្រូដូចដាច់សេលោកគ្រូដាច់សេហ៎បាទអូបាទដាច់សេអូខេតាបាទសូមប្រធានក្រុមទី2ទី3ទី4បាទសូមអញ្ជើញឈ្មោះបាទឈ្មោះទី3លោកគ្រូទី3ឈ្មោះសេងស្រីអូនលោកគ្រូមកដែរមកលោកគ្រូមកបាទសូមស្រីអូនបាទ
ហ្នឹងហើយស្រីអូនដឹងថាបងអូននឹង present មេរៀនពីអីទេចឹងមកក្រុមបរិញ្ញាមកតែម្ដងទេមេរៀននោះចឹងណាបាទហ្នឹងហើយចឹងធ្វើឲ្យល្អមើលបាទដឹងធ្វើពីអីទេក្រុមទី3ស្រីអូន បងលោកគ្រូដឹងរៀបចំហើយខ្លះហើយលោកគ្រូ ចឹងខ្ញុំសូមពិភាក្សាតិចមើលតាក់ទងនឹងអីបង ឆៃសិនលោកគ្រូឆៃសិន បាទអញ្ជើញបាទអញ្ជើញ ដោយសារតែថ្ងៃមុនជជែកជាមួយលោកគ្រូដែរតាក់ទងនឹងជ្រើសរើសហើយកូនក្រុមគាត់អ្នកតងទៅប្រធានគណៈថាយកកន្លែងណាអញ្ចឹងណាលោកគ្រូចាជប់លោកគ្រូខ្ញុំឆៃ សូមជុំជើញបាទសូមជើញ លោកគ្រូហៅក្រុម4មុនសិនណាលោកគ្រូ លោកគ្រូខ្ញុំជួយខាងក្រុម3អញ្ចឹងណាលោកគ្រូព្រោះខ្ញុំធីមកូនធីមក្រុម3លោកគ្រូ ជើញបាទជើញ ខាងក្រុម3ខាង marketing plan លោកគ្រូមាន3ចំណុចមានយុទ្ធសាស្ត្រទីផ្សារ marketing mix ហើយនឹងចុងក្រោយគេហ្នឹងយើងមាន marketing mix 4P ហើយនឹង 7P មួយទៀតការបែងចែកទីផ្សារដែរហើយនឹង geo targeting អីចឹងណាលោកគ្រូ marketing plan សុំមួយបាទសុំមួយមកដំបូងគេ ដំបូង marketing plan ទី2ចំណែកទីផ្សារអតិថិជននិងតំបន់គោលដៅ marketing plan គឺ part 1 ណាអូខេ ចាលោកគ្រូចា បាទអញ្ចឹង marketing plan សម្រាប់ session យើងចែកជា2 group 3និង group 4បាទអញ្ចឹង part 1គឺ group 3ចប់ marketing plan part 2 marketing plan សំខាន់ជាងគេខ្ញុំចង់ឲ្យរៀងវែងជាងគេបន្តិចអញ្ចឹងមេរៀនដែលសំខាន់ណាគឺ marketing plan ហ្នឹងសំខាន់ HR plan សំខាន់ financial plan សំខាន់អញ្ចឹងណាដឹងហើយ business model canvas ក៏សំខាន់ដែរអញ្ចឹងមេរៀនហ្នឹងគឺសុខចិត្តវែងតិចចុះបើវែងក៏អត់អីដែរមានន័យថាយើងលើស 20-30 នាទីក៏បានដែរអញ្ចឹងណាហ្នឹងហើយព្រោះដើម្បីលម្អិតបន្តិចបាទយើងអត់អាចចិត្តទៅមុខទេព្រោះខ្ញុំជៀសវាងថាខ្ញុំខ្លាចគ្នាយើងធ្វើអត់ត្រូវអត់ត្រូវគឺចាប់ហើយចឹងសូមឥឡូវយើងមើលមេរៀនរបស់យើងសំទោសមើលសភៅរបស់យើងដាក់ថាម៉េចខ្លះជាមើល marketing plan អូខេនេះទី1គឺយុទ្ធសាស្ត្រទីផ្សារអូខេយុទ្ធសាស្ត្រទីផ្សារហ្នឹងហើយយុទ្ធសាស្ត្រទីផ្សារប៉ុន្តែមុនចូលយុទ្ធសាស្ត្រទីផ្សារគេហៅ marketing objective សិនហ្នឹងហើយអត់អីមាន marketing objective មានដូចគ្នាណាបាទយើងដាក់ marketing objective សិនក៏បានដែរអូខេថែម objective មួយទៀតទៅគឺ marketing strategy អូខេខ្ញុំសរសេរអង់គ្លេសជាស្រ័យណាខ្ញុំសរសេរអង់គ្លេសពិបាកសរសេរខ្មែរបាទបន្ទាប់យល់ marketing objective ហ៎មានជាអ្វីដែលយើងចង់សម្រេចបានក្នុងរយៈពេល1ឆ្នាំហ្នឹងហើយឧទាហរណ៍ថាយើងចង់បង្កើនការលក់ប្រមាណភាគរយបង្កើនការលក់ចំនួនប្រមាណ$10,000ណាប្រមាណ$40,000ឬលាន$ហ្នឹងហើយអញ្ចឹងយើងដាក់ច្បាស់យើងចង់បានចំណែកទីផ្សារអតិថិជនគោលដៅប្រមាណភាគរយ 3% 5% 10% អូខេហ្នឹងហើយយើងចង់ជំរុញឲ្យគេស្គាល់ម៉ាកយីហោរបស់យើង brand awareness របស់យើងឬក៏យើងចង់ build a brand equity របស់យើងអត្តសញ្ញាណនៃម៉ាកយីហោរបស់យើងចង់បានអីយើងចង់ build relationship build trust ជាមួយនឹង customer របស់យើងហ្នឹងឬក៏ audience របស់យើងបង្កើតទំនុកចិត្តបង្កើនទំនាក់ទំនងការអន្តរកម្ម engagement ជាមួយនឹងរបស់យើងដាក់ច្បាស់មកបាទហ្នឹងហើយអញ្ចឹងយុទ្ធសាស្ត្រ marketing មាន4ណាបាទយុទ្ធសាស្ត្រ marketing គឺទី1 market penetration បាទយុទ្ធសាស្ត្រទន្ទ្រានទីផ្សារ
ដែលវាកើតឡើងពីអថេ2គឺអថេទីផ្សារដែលមានស្រាប់ជាមួយនឹងផលិតផលដែលមានស្រាប់ហ្នឹងគេប្រើយុទ្ធសាស្ត្រទន្ទ្រានទីផ្សារបាទទី2គឺយុទ្ធសាស្ត្រអឺអភិវឌ្ឍផលិតផលគេហៅថា product development គឺគេប្រើអថេ2គឺអឺទីផ្សារដែលមានស្រាប់ជាមួយនឹងផលិតផលថ្មីបាទមានន័យថាយើងលក់អតិថិជនចាស់របស់យើងប៉ុន្តែយើងបង្កើតផលិតផលថ្មីបន្ថែមទៀតដើម្បីរក្សាចំណាយទីផ្សារអតិថិជនគោលដៅរបស់យើងណាក៏ដូចជាដើម្បីចាប់យកតែថ្មីបន្ថែមទៀតអញ្ចឹងយុទ្ធសាស្ត្រទី3គឺយុទ្ធសាស្ត្រអភិវឌ្ឍទីផ្សារនៅពេលដែលទីផ្សារលក់យើងលក់ឬក៏យើងផ្ដល់សេវាកម្មឬក៏ផលិតផលអតិថិជនកាន់តែយូរមានអតិថិជនចាប់ផ្ដើមគាត់ធុញទ្រាន់ឬក៏អរិយាប័ត្រគឺគាត់ផ្លាស់ប្ដូរអញ្ចឹងយើងមិនអាចមានដដែលទេមានន័យថាយើងអាចចាប់យកទីផ្សារថ្មីបាទថែមទៀតគេហៅថា market development ចុងក្រោយគឺ diversification យុទ្ធសាស្ត្រ diversification យុទ្ធសាស្ត្រពិពិតកម្មយើងណែនាំផលិតផលថ្មីទៅទីផ្សារថ្មីមានន័យថាយើងពេលដែលយើងធ្វើ business ទៅធ្វើអាជីវកម្មទៅយើងចាប់ដើមឃើញចំណាយទីផ្សារផ្សេងទៀតដែលគិតថាគាត់អាចមានតម្រូវការផ្សេងទៀតអញ្ចឹងក៏យើងជាចំណែកមួយដែលយើងបង្កើនការលក់បានដែរបាទហ្នឹងហើយអញ្ចឹងនៅពេលដែល brand យើងចូលទីផ្សារកាន់តែយូរយើងធ្វើជីវកម្មកាន់តែមាននិរន្តរភាពមានន័យថាអតិថិជនកាន់តែទុកចិត្តមកលើម៉ាកយីហោឬ business របស់យើងអញ្ចឹងនៅពេលដែលយើងចង់ផលិតផលអីមួយទៀតដល់ឲ្យគាត់អតិថិជននៅតែគ្រប់គ្រងយើងដោយ Coca-Cola អញ្ចឹងឃើញទេក្រុមហ៊ុន Coca-Cola យើងមើលឃើញគាត់ព្យាយាមអាប់ដេតផលិតផលថ្មីរហូតគាត់មិនមែនទីផ្សារគាត់តែគឺទីផ្សារគាត់ថ្មីគាត់អាចសម្លឹងឃើញពួក Gen Z ពួកយុវជនយុវវ័យសម័យក្រោយអញ្ចឹងផលិតផលរបស់គាត់គឺ design ឲ្យស្របតាមនឹងអញ្ចឹងណាបាទអញ្ចឹងយើងមើល segment អ្នកដែលចូលចិត្តសុខភាពស្រឡាញ់សុខភាពអត់ញ៉ាំជាតិស្ករអញ្ចឹងគាត់ចាប់ផ្ដើមអភិវឌ្ឍផលិតផលគាត់ទៅទៀតអ្នកដែលស្រឡាញ់សុខភាពបាទគឺ zero sugar ហ្នឹងហើយអញ្ចឹងអានេះគឺខ្ញុំនិយាយតាក់ទងនឹងប្រសាសន៍បាទអញ្ចឹងមួយទៀតគឺ marketing mix 7P marketing mix យើងអត់ប្រើ 4P ទេ 7P marketing mix បាទអញ្ចឹងវាជាយុទ្ធសាស្ត្រតូចដែលគ្រប់គ្រងទៅឲ្យយុទ្ធសាស្ត្រទាំង4របស់យើងអញ្ចឹងនៅពេលដែលយើងប្រើយុទ្ធសាស្ត្រមួយមានន័យថា 7P marketing mix របស់យើងគឺមួយទម្រង់ឧបមាថាយើងប្រើ market penetration អញ្ចឹង develop 7P marketing mix របស់យើងស្របនឹងយុទ្ធសាស្ត្រវាដូចជា sub strategy របស់យើងអញ្ចឹងវាជា tactical strategy ដែល tacticals ដែលគ្រប់គ្រងទៅឲ្យយុទ្ធសាស្ត្រធំរបស់យើងអញ្ចឹងណាបាទយុទ្ធសាស្ត្រធំរបស់ទីផ្សារគឺមាន4ហ្នឹងអញ្ចឹងមាន4ហ្នឹងប៉ុន្តែក្នុងយុទ្ធសាស្ត្រមួយគឺមាន 7P marketing mix មួយណាយុទ្ធសាស្ត្រមួយគឺមាន 7P marketing មួយបើយើងយកយុទ្ធសាស្ត្រ market penetration មានន័យថាយើងត្រូវ develop 7P marketing mix របស់យើងឲ្យស៊ីទៅនឹងយុទ្ធសាស្ត្រហ្នឹងយល់ទេបាទអញ្ចឹងវាមានអីខ្លះ 7P marketing mix មានproduct price place promotion process physical evidence and people ហ្នឹងតើយើង develop P ទាំង7យ៉ាងម៉េចទាំងផលិតផលទាំងតម្លៃទាំងទីកន្លែងរបស់យើងទាំងការផ្សព្វផ្សាយទាំងដំណើរការទាំងផុសតាំងរូបវ័ន្តក៏ដូចជា team លក់របស់យើង team marketing របស់យើងតើយើងត្រូវរៀបចំយ៉ាងម៉េចឲ្យស៊ីនឹងយុទ្ធសាស្ត្រទាំង4ឬក៏1ឬក៏2ក្នុងយុទ្ធសាស្ត្រដែលយើងជ្រើសរើសយកអនុវត្តហ្នឹងអញ្ចឹងណាបាទអូខេអញ្ចឹងយុទ្ធសាស្ត្រទាំង4ហ្នឹងវាមិនយុទ្ធសាស្ត្រ marketing strategy វាមិនប្រកាសថាយើងយក4ហ្នឹងមក apply ក្នុងពេលតែមួយទេឧទាហរណ៍ថាឆ្នាំទី1យើងប្រើយុទ្ធសាស្ត្រ market penetration ទៅយុទ្ធសាស្ត្រទន្ទ្រានទីផ្សារទៅយើងចូលដល់ឆ្នាំទី2យើងនៅតែរក្សាយុទ្ធសាស្ត្រទន្ទ្រានទីផ្សារហើយយើងថែមយុទ្ធសាស្ត្រមួយទៀតគេហៅ
យុទ្ធសាស្ត្រអភិវឌ្ឍទីផ្សារឬក៏អភិវឌ្ឍផលិតផលអញ្ចឹងទៅពីយុទ្ធសាស្ត្រចាំឆ្នាំទី3យើងថែមមានយុទ្ធសាស្ត្រទៀតទៅបាទគឺនឹងឲ្យវាអាស្រ័យទៅលើសមត្ថភាពនិងលទ្ធភាពរបស់យើងទេបាទមិនមែនយើងចេះថាខ្ញុំធ្វើម្ដងធ្វើ4យុទ្ធសាស្ត្រហ្នឹងតែម្ដងកាលណាប្រើយុទ្ធសាស្ត្រមួយវាត្រូវការ investment មួយអញ្ចឹងណា marketing message ក៏ខុសគ្នាបាទវាខុសគ្នាទាំងអស់នឹងឲ្យ tool platform វាអាចប្រើរួមគ្នាវាអាចប្រើផ្សេងគ្នាខ្លះហ្នឹងហើយអាហ្នឹងវាអាស្រ័យទៅលើនេះរបស់យើងបាទទៅលើរបៀបធ្វើ marketing របស់យើង content ក៏ develop ដូចខុសគ្នាដែរអញ្ចឹងមកថាយើងផ្ដោតទៅលើការផលិតផលថ្មីអញ្ចឹង content marketing របស់យើងគឺផ្ដោតទៅលើបង្ហាញអំពី new product របស់យើង design របស់យើង innovation របស់យើងថ្មីហ្នឹងហើយអញ្ចឹងយើងអត់អាចដូចគ្នាទេហ្នឹងហើយអញ្ចឹងយើងចូលដល់មួយទៀតតកតងនឹងជំឲ្យយើងនេះតកតងនឹង target market ហ្នឹងហើយ target market and target customer and target market អូអានោះមុនណាបាទ 7P មុនណាជប់សុំម្ដងទៀតដាក់ 7P មុនអត់នេះយុទ្ធសាស្ត្រមុនណាយុទ្ធសាស្ត្រមុនដោយសារនៅក្នុងនេះវាអត់បញ្ជាក់យុទ្ធសាស្ត្របើបញ្ជាក់យុទ្ធសាស្ត្រនេះយុទ្ធសាស្ត្រនៅលើអូខេយុទ្ធសាស្ត្រហើយ objective ខ្ញុំថា objective មួយទៀតហ្នឹងហើយអូខេចប់សិនតំបន់គោលដៅហ្នឹងហើយខ្ញុំសុំយុទ្ធសាស្ត្រទីផ្សារតំបន់គោលដៅអូខេដាក់នេះក៏បានដែរអូខេដាក់អញ្ចឹងក៏បានដែរហ្នឹងហើយ target customer and target location ហ្នឹងហើយអញ្ចឹងយើងអាចធ្វើប៉ុណ្្នឹងមកបាទរៀងនេះជាងគេបន្តិចក្រុមទី3ណាអូខេបញ្យល់ខ្លីៗមកបាទបញ្យល់ខ្លីៗមកមិនបាច់ចាំ bio ស្ទឹងអីទេបាទខ្ញុំព្យាយាមចឹងប៉ុណ្្នឹងណាក្រុមទី3បាទចាលោកគ្រូ ស្រីនួនបាទអូខេ ស្រីអូនលោកគ្រូ ស្រីអូនច្រឡំស្រីនួនក្រុមទី4បាទសុំឈ្មោះមេក្រុមទី4ចាជំរាបសួរលោកគ្រូបាទសុំឈ្មោះប្រធានក្រុមឈ្មោះអ៊ិនសុកចន្ទរាអូខេចឹងអូនដឹងថាបងអូនត្រូវធ្វើពីអីខ្លះទេចាលោកគ្រូដឹងលោកគ្រូសុំបង្ហាញតិចមកប្រធានបទដែលពួកខ្ញុំធ្វើគឺ marketing plan ដែរលោកគ្រូចំណុចទី 3.4 ការព្យាករណ៍ការលក់ 3.5 ការចំណាយលើទ្រព្យសកម្មរយៈពេលវែងសម្រាប់ទីផ្សារនិងចំណុចទីចុងក្រោយ 3.6 ការចំណាយផ្នែកទីផ្សារបាទ sales focus បាទអីទៀតបាទ marketing ខ្ញុំសូមសរសេរអង់គ្លេសអធិស្ឋាន3.5 ហ្នឹងការចំណាយលើទ្រព្យសកម្មរយៈពេលវែងសម្រាប់ទីផ្សារបាទ fixed asset for marketing បាទ expand បាទ for marketing ចុងក្រោយអីគេបាទ marketing expand ចឹងហ៎អូនស្រីត្រូវហ៎បាទ marketing expand អូខេ alright ខ្ញុំសរសេរអង់គ្លេសណាខ្ញុំសូមមើលមេរៀនបន្តិចតើមេរៀនគាត់ requirement អីខ្លះអូខេ marketing expand អូខេgrowth strategy អូខេ alright នឹងឲ្យដូចជាតមួយក្រុមនេះក្រុមទីលើទៅច្រើនពេកទៅក្រុមទី2អត់មាន4ចំណុច3ចំណុចខុសគ្នាបន្តិចទេអត់អីទេអត់អីទេខ្ញុំថែមឲ្យទីបន្តិចបាទ
Okay right ឈប់អូខេ good អត់អីទេចាអញ្ចឹងសម្រាប់ក្រុមទី4អិនសុកចន្ទរាបងអូនយល់ចំណុច3ចំណុចហ្នឹងឯង ចាលោកគ្រូខ្ញុំបានស្រាវជ្រាវយល់បានខ្លះលោកគ្រូ ជាកការលក់មានន័យថាម៉េចយើងជាកមួយឆ្នាំបាទជាកការលក់នេះគឺមានន័យថាយើងជាគម្រោងផែនការដែលយើងគ្រោងនឹងធ្វើការព្យាករណ៍ទៅដល់ការរកចំណូលរយៈពេល3ឆ្នាំបាទគឺយើងយកឆ្នាំ2027 28 29អញ្ចឹងរបៀបព្យាករណ៍ជាទូទៅក្បួនរបស់គេគឺគេយកឆ្នាំមុនមានន័យថា past performance របស់យើង sales performance របស់យើងរយៈពេលមួយឆ្នាំ2 3ឆ្នាំមុនណាឧទាហរណ៍ពី2023 24 25អញ្ចឹងទៅឬក៏24 25 26អញ្ចឹងទៅអញ្ចឹងគេអាចព្យាករណ៍តិចជាងមុនទេជាទូទៅអាចលើសប្រមាណភាគរយវាអាស្រ័យទៅលើលទ្ធផលឆ្នាំចាស់របស់យើងតើវាកំណើនប្រមាណភាគរយបាទតើវាកើនឬថយបាទឬយ៉ាងម៉េចអញ្ចឹងយើងអាច roughly យើងយកស្មើទៅ equally ទៅអាច5% 10% យ៉ាងស្មើទៅរៀងរាល់ឆ្នាំអញ្ចឹងទៅអាចឆ្នាំទី1ឡើង5% ឆ្នាំទី2 15 10% ឆ្នាំទី3 15% អញ្ចឹងក៏បានដែរឬក៏5% ស្មើក៏បានដែរព្រោះដល់ពេលដែលយើងព្យាករណ៍យក5% ឡើងមានន័យថាវាឡើងឆ្នាំបន្ទាប់គឺវាឡើង 10% ហើយអញ្ចឹងបើយើងយក 10% ទៀតវានឹងស្មើនឹង 20% too much តែសួរថាតើយើងមានសមត្ថភាពមានលទ្ធភាពនៅក្នុងការជំរុញការលក់ឲ្យដល់គោលដៅនឹងអត់បាទយើងថាបានណាប៉ុន្តែសកម្មភាពជាក់ស្ដែងយើងសួរថាយើងធ្វើបានអត់យើងមាន team គ្រប់គ្រាន់យើងមានបាត់ចិត្តអត់យើងមាន resource ផ្សេងអត់យើងមានប្រើមនុស្សឬក៏យើងមានប្រើ technology ប្រើ automatic ឬក៏ប្រើ machine អីផ្សេងអញ្ចឹងណាបាទក្នុងការនិយាយព្យាករណ៍វាស្រួលណាស់តែនៅពេលដែលយើងធ្វើបានយើងដឹងថាយើងត្រូវការធនធានគាត់តែយើងមានធនធានគ្រប់គ្រាន់មិនថាថវិកាមានថាមនុស្សមិនថា technology ទេបានយើងអាចសម្រេចបានអញ្ចឹងណាបាទអញ្ចឹងសុខចិត្តឲ្យតិចឬល្មមស័ក្តិសមនឹងសមត្ថភាពបទពិសោធន៍របស់យើងនិងសមត្ថភាពរបស់យើងធនធានរបស់យើងអានឹងវាល្អបាទកុំអញ្ចឹងភាពជោគជ័យនៃអាជីវកម្មមួយវាមិនមែនថាអ្នកឯងហ្នឹងគាត់ថាកម្មធំគេហៅថាជោគជ័យទេទៅអូមកថាយើងកំណត់ថាឆ្នាំចាស់យើងលក់បានមួយឆ្នាំយើងសរុបយើងលក់បាន$50,000អញ្ចឹងបើឆ្នាំក្រោយយើងលក់បាន$80,000មានន័យថាយើងជោគជ័យហើយបាទហ្នឹងហើយអត់ចាំបាច់ដល់$100,000អីទេហ្នឹងហើយអាហ្នឹងគឺជាភាពជោគជ័យនៃអាជីវកម្មរបស់យើងដែលយើងកំណត់ target ឲ្យបានច្បាស់លាស់កំណត់ KPI ឲ្យបានច្បាស់លាស់អញ្ចឹងកន្លែងនេះយល់ហើយណាអូខេប៉ុន្តែយើងអាចបញ្យល់គេថារបៀបដែលយើងកំណត់យើងអាចកំណត់តាមមិនថាតែភាគរយនៃកំណើនទេយើងអាចគិតទៅលើ peak season អញ្ចឹងឧទាហរណ៍រដូវណាខ្លះឧទាហរណ៍របស់ញ៉ាំរបស់ហូប food and beverage ជាទូទៅក្នុងរដូវចូលឆ្នាំឯណាឧទាហរណ៍ខែ4ខែ3ខែ4ខែ5ហ្នឹងណាខែណាទៀតភ្ជុំខែណាទៀតខែដែលមានការប្រមូលផលរបស់ប្រជាកសិករហើយណាអញ្ចឹងនៅពេលដែលខែប្រមូលផលប្រជាកសិករគាត់មានលទ្ធភាពក្នុងការទិញដោយសារគាត់ប្រមូលផលពីស្រែចម្ការរបស់គាត់បាទយើងគិតមើលអតិថិជនគោលដៅរបស់យើងហ្នឹងតើគាត់ទិញនៅពេលណាគាត់មានលទ្ធភាពខ្ពស់បាទពេលណាគាត់ទិញធម្មតាពេលណាគាត់មិនទិញហើយពេលណាគាត់ទិញខ្ពស់ជាងគេរដូវណារដូវកាលណាអញ្ចឹងនៅពេលដែលយើងធ្វើ projection ដូចគ្នាដែរអញ្ចឹង fixed asset for marketing ចំណុចទី1យើងទៅណា fixed asset for marketing មានទ្រព្យសកម្មរយៈពេលវែងសម្រាប់ការធ្វើទីផ្សារ fixed asset
for marketing នេះគឺសំដៅទៅលើទ្រព្យសកម្មមានន័យថាទ្រព្យទាំងឡាយណាដែលយកមកប្រើប្រាស់គ្រប់គ្រងអាជីវកម្មហ្នឹងហើយដែលមានរយៈអាយុកាលលើសពីប្រើលើសពី1ឆ្នាំបាទហើយតម្លៃវាអាចចាប់ពី$100 $200ឡើងបាទហើយវាមិនជាទូទៅឧទាហរណ៍marketing សម្រាប់ធ្វើ marketing ឧទាហរណ៍ថាកាមេរ៉ា computer បាទអីទៀតយើងសម្រាប់ធ្វើ marketing បាទឡានសម្រាប់យើងចុះធ្វើ campaign ផ្សេងៗឲ្យតែយកមកប្រើប្រាស់សម្រាប់ដំណើរការធ្វើទីផ្សារការលក់អាហ្នឹងគឺដែលមានតម្លៃនិយមប្រាក់មិញណាអញ្ចឹងគឺជាទ្រព្យសកម្មរយៈពេលវែងរបស់យើងហើយអង់គ្លេសគេហៅ fixed asset ហ្នឹងហើយអញ្ចឹងទ្រព្យសកម្មដែលវាបំរើមិនបំរើឲ្យ marketing យើងមិនរាប់ចូលទេបាទខ្ញុំឧទាហរណ៍រោងចក្រហ្នឹងហើយចុះរោងចក្រវាអត់បំរើឲ្យ marketing ទេវាបំរើផលិតកម្មអញ្ចឹងវាស្ថិតនៅក្នុងផលិតកម្មវិញអញ្ចឹងណាផ្នែកផលិតកម្មវិញឬក៏ផ្នែក operation វិញប្រតិបត្តិការវិញយើងគិតមើលកាមេរ៉ាបាទ marketing ត្រូវការខ្លះ computer ត្រូវការហ្នឹងត្រូវការ design ធ្វើជា content video marketing ផ្សេងណាបាទនឹងត្រូវការហើយអញ្ចឹងយើងការចំណាយរបស់នេះគឺមិនមែនជាការចំណាយម្ដងចប់ទេមានន័យថាជាយើងកណនីរកកាត់ការកាត់រំលោះបាទអញ្ចឹងយើងរកការកណនីការកាត់រំលោះទេទៅកុំយកថយយើងយកទេទៅឧទាហរណ៍ថាឥឡូវកាមេរ៉ាមួយយើងទិញមកឧទាហរណ៍យើងទិញថ្មីមួយគ្រឿង$1,500អញ្ចឹងទៅអញ្ចឹងយើងគិតថាកាមេរ៉ាមួយប្រើបានប្រហែលឆ្នាំបាទឧទាហរណ៍កាមេរ៉ាមួយប្រើបាន7ឆ្នាំ10ឆ្នាំងាយខូចទេកាមេរ៉ាកុំឲ្យតែយើងបោកប្រាស់អីជាទូទៅគឺបើយើងប្រើវា7-8ឆ្នាំឡើងហ៎ណាបាទយើងគិតថាវាអស់តម្លៃបាទយើងអាចលក់ជា salvage value ជាឥតចាយតម្លៃឥតចាយអញ្ចឹងយើងកណនីមកឧទាហរណ៍ថាឥឡូវមិញតម្លៃ$1,500អញ្ចឹង$1,500មានប្រើរយៈពេលមក10ឆ្នាំចុះ10ឆ្នាំមានន័យថាមួយឆ្នាំយើងត្រូវកាន់រំលោះចំណាយលើស៊ីនកាមេរ៉ាហ្នឹងគឺ$150យើងយក$1,500ចែកឲ្យ10ឆ្នាំមួយឆ្នាំគឺ150អញ្ចឹងបើសិនជាយើងចែកខែមួយខែជាង$10បាទយើងកាន់រំលោះហ្នឹងតែពិតអាហ្នឹងវាចំណាយអស់ហើយប៉ុន្តែជាក់ស្ដែងវានៅមានតម្លៃអញ្ចឹងមានន័យថាយើងអត់ទាន់កាត់ចំណាយភ្លាម$1,500ហ្នឹងទេបាទមានន័យយើងប្រើកាន់តែយូរតម្លៃនៃទ្រព្យដែលប្រើប្រាស់នៅក្នុងគ្រប់គ្រងការធ្វើទីផ្សារវាកាន់តែថយបាទអញ្ចឹងយើងដាក់មកចំណាយជាមួយឆ្នាំគឺ$150កាត់រំលោះទេណាអញ្ចឹងយើងបន្តទៀតតកតងនឹង marketing expense marketing expense យើងចំណាយលើអីខ្លះប្រាក់ខែបុគ្គលិកលក់មិនអញ្ចឹងហ៎ខែបុគ្គលិកលក់បាទចំណាយទៅលើ commission ទៅលើ bonus ទៅលើការធ្វើដំណើរទៅលើការផ្សព្វផ្សាយឧទាហរណ៍យើងធ្វើ promotion campaign ផ្សេងៗយុទ្ធនាការយើងធ្វើ poster យើងធ្វើ video marketing យើងមានជួល brand ambassador មកអត់ណាបាទហ្នឹងហើយយើងមានផ្សព្វផ្សាយទៅលើទូរទស្សន៍អត់យើងមាន booth page booth post booth អីអត់អញ្ចឹងយើងមានទិញ AI សម្រាប់ធ្វើ marketing អត់ណាហ្នឹងហើយអញ្ចឹងដាក់អស់បើករណីដែលយើងមានអញ្ចឹងណាបាទបើ business របស់យើងត្រូវការចំណាយទៅលើទីផ្សារបែបហ្នឹងអាហ្នឹងគឺចំណាយអស់អត់មានតម្លៃទៀតទេតែណាតែទិញវាគឺត្រូវតែអស់ប៉ុន្តែវាបានមកវិញជាលទ្ធផលបាទវាគ្រប់គ្រងឲ្យការលក់របស់យើងអញ្ចឹងក្នុងនាមយើងជាម្ចាស់អាជីវកម្មយើងត្រូវគិត
អំពីការធ្វើទីផ្សារថាតើការធ្វើទីផ្សារ online ឬក៏ offline ឬក៏ទាំងពីរការធ្វើមួយណាច្រើនជាងព្រោះយើងមើលតែយើងគោលដៅរបស់យើងបើសិនជាពួកគាត់ចាស់ចាស់បើថាការរបស់យើងចាស់ចាស់ចាប់ពី50 60ឡើងតែយើងធ្វើ online ក៏អត់ត្រូវដែរបាទធ្វើ online ច្រើនក៏អត់ត្រូវដែរប្រើ Facebook ប្រើ TikTok យើងរើស channel ទៀតតែចាស់ចាស់គាត់បើសើ online ចាស់ចាស់គាត់ចូលចិត្តនៅ channel ណាយើងគិតមើលទូទៅគាត់នៅ Facebook TikTok ហើយហ្នឹងគឺក្មេង Gen Z ណាហ្នឹងហើយយើងគិតឡើងហ្នឹងគិតអស់បាទសួរ AI និយាយទៅសួរ AI dance អញ្ចឹងខ្ញុំបញ្យល់ប៉ុណ្ណឹងតាក់ទងនឹងក្រុមទីម៉ានក្រុមទី4មានសំណួរចន្ទរាhello ចន្ទរាក្រុមទី4 សមាជិកក្រុមអាចឆ្លើយបានអត់លោកគ្រូ សមាជិកក៏បានប្រធានក្រុមក៏បានអ្នកណាក៏បានឲ្យតែក្រុមទី4បាទ ចាលោកគ្រូចាអរគុណច្រើនលោកគ្រូគ្នាច្បាស់ហើយលោកគ្រូច្បាស់ហើយអរគុណច្រើន យ៉ាអរគុណអញ្ចឹងយើងអានទាំងមេរៀនអានទាំង group project paper ណាអានទាំង outline ខ្ញុំឲ្យ search AI ទៅអត់អីទេខ្ញុំឲ្យ search ណាព្រោះសម័យនេះសម័យ AI តាមពិតយើងធ្វើ business plan ហ្នឹងប្រើ AI ក៏បានដែរប៉ុន្តែខ្ញុំអត់ចង់ឲ្យប្រើ AI ទេពេលដែលយើងប្រើ AI មានន័យថាយើងអត់យល់ទេយើងអត់យល់ពី source ប្រភពឬក៏មូលហេតុរបស់វាទេយើងធ្វើចឹងសិនពេលដែលយើងយល់អាហ្នឹងហើយគឺយើងធ្វើ AI គឺយើងច្បាស់តែម្ដងយើងដឹងមូលហេតុហើយបានយើងធ្វើអញ្ចឹងហើយទេបានយើង develop strategy ហ្នឹងយកអនុវត្តយុទ្ធសាស្ត្រហ្នឹងហើយអញ្ចឹងយើងយល់ពី flow ហ្នឹងសិនចាំ next step ចាំខ្ញុំឲ្យប្រើ AI ចុះអូខេខ្ញុំខ្លាចតែពេលគេសួរយើងអត់យល់អំពីប្រភពពីមូលហេតុវាពីអំណះក៏យើងពិបាកឆ្លើយដែរបាទអញ្ចឹងអ្នកដែលខ្ញុំមើល AI ខ្ញុំគាត់បង្ហាញដឹងអ្នកនឹង AI អញ្ចឹងអ្នកដែលសរសេរគំនិតស្រាវជ្រាវខ្លួនឯងមើលទៅយើងឃើញមើលដឹងមកបាទអញ្ចឹងខ្ញុំសូមបន្តទៀតក្រុមទី5បាទសូមប្រធានក្រុមទី5ឈ្មោះអីបាទខ្ញុំលោកគ្រូក្រុមទី5ឈ្មោះធុនម៉ាលីចាបាទក្រុមទី6បាទឈ្មោះសូមមេក្រុមចាជម្រាបសួរលោកគ្រូខ្ញុំឈ្មោះរិទ្ធសុលីមេក្រុមរិទ្ធសុលីទីម៉ារិទ្ធសុឌីណាអូខេអូសតនរីមានល្អមែនតើបាទល្អមែនតើ leader ខ្ញុំមិនថាខ្ញុំរើសអើងទេចង់និយាយថាខ្ញុំសប្បាយចិត្តមែនតើឃើញ leader យើងសុទ្ធតែស្រីស្រីបាទអញ្ចឹងមានន័យថាtôi nhang lực kiệnគ្រូបាទសួរញ៉ាំលកជា right ស្រីសង្កទាំងអស់នេះបាទយើងដឹងយើងមិនខ្ញុំរើសអើងមករស់ហើយណាជាស្រ័យណាខ្ញុំចង់និយាយថាចេះបើសិនជាយើងអប់រំបរោះមានន័យថាយើងបានតែចំណែកមួយនៃគ្រួសារទេតែបើយើងអប់រំនារីបើនារីជា leader មានន័យថាគ្រួសារទាំងមូលនឹងទទួល impact នឹង learn all the things ណាបាទពីព្រោះមានតែនារីទេគាត់ដឹងតម្រូវការបញ្ហារបស់សមាជិកគ្រួសារទាំងអស់បាទនេះយើងនិយាយពីនឹងយល់ហើយបាទអញ្ចឹងម៉ាលីក្រុមប្អូនពាក់ព័ន្ធនឹងអីបាទធានបတ်ក្រុមខ្ញុំបានធានបတ်ពាក់ព័ន្ធជាមួយនឹងផែនការប្រតិបត្តិការលោកគ្រូផែនការប្រតិបត្តិការអូខេ good job ផែនការប្រតិបត្តិការហ្នឹងហើយផែនការផឹកមិញហ្នឹងមានខាងក្រុម6គាត់តាក់ទងមកដោយសារក្នុងហ្នឹងមាន4ចំណុចអញ្ចឹងក្រុមខ្ញុំយកចំណុចទី1ដល់ចំណុចទី3ហើយក្រុម6យកចំណុចទី4គាត់ថាអត់តន់បានមើលលម្អិតទេគ្រាន់តែបានចែកចំណុចគ្នាអូខេ
ជាមួយខ្ញុំមើលផែនការប្រតិបត្តិបន្តិចក្នុងសភៅនេះដាក់បាទសភៅនេះដាក់ខ្ញុំជាយាមថែមខ្ញុំទោះបីជាខ្ញុំឲ្យប្រពន្ធនឹងក៏ដោយនេះ Canva នេះអ្នកដែលរក Canva នៅនេះក្រុមទី1ប៉ាទីនេះនៅនេះក៏យ៉ាត់មកកំ play នេះនៅក្រៅមកព្រោះមើលអស់ទៅឃើញហ្នឹងបងអូនបាទហ្នឹងហើយអញ្ចឹងខ្ញុំសុំទៅបន្តិចក្រុមចឹងនេះច្បាស់នេះផែនការប្រតិបត្តិអូខេលំហូរនៃប្រតិបត្តិការយល់ពីលំហូរនៃប្រតិបត្តិការណាអាចយល់បានខ្លះដែរលោកគ្រូប៉ុន្តែដោយសារវាមានប្រភេទអាជីវកម្មច្រើនក្នុងនឹងអញ្ចឹងខ្ញុំអត់យល់ពួកខ្ញុំអត់យល់ត្រង់ថាតើខ្ញុំគួរតែលើកអាជីវកម្មណាមួយជាក់ស្ដែងមកនិយាយពីប្រតិបត្តិការនឹងទាំងស្រុងហើយកណនីចេញជាអីទាំងស្រុងឬមួយក៏គ្រាន់តែបរិញ្ញាជាគោលឬមួយក៏អត់សូវយល់ផងនឹងលោកគ្រូអូខេបើនិយាយរឿងប្រតិបត្តិការវាតកតងផលិតកម្មអញ្ចឹងណាវាអាចតកតងផលិតកម្មឬក៏សេវាកម្មអញ្ចឹងណាបាទអញ្ចឹងយើងអាចលើកពីក្រុមហ៊ុនមួយមកឧទាហរណ៍ក្រុមហ៊ុនផលិតស្រូវអង្គហ្នឹងហើយចុះឧទាហរណ៍ជាប្រភេទអាជីវសេវាកម្មបានទេលោកគ្រូបានក៏បានដូចគ្នា process flow chart របស់យើងមានន័យថាប៉ុន្តែនេះវាពាក់ព័ន្ធនឹងផលិតកម្មដោយសារវាមានសញ្ញាត្រួតពិនិត្យដឹកជញ្ជូនវិយាពេលអីចឹងណាគេចង់ឲ្យយើងបង្ហាញណាមាន stock វត្ថុធាតុដើមអីចឹងណាបាទអញ្ចឹងយើងលើក production មកអញ្ចឹងសញ្ញានេះសញ្ញា stock រក្សាទុក stock បាទរក្សានេះគឺផលិតផលសម្រាប់ជា output ហ្នឹងហើយអញ្ចឹងនៅក្នុង process មួយនេះវាមានសញ្ញារបស់វាបាទអញ្ចឹងនៅពេលដែលយើង develop flow នៅក្នុង production យើងត្រូវរៀប step របស់វា step មកថាអង្គដើម្បីចេញជាអង្គចុងក្រោយវា start reaction បាទវា start ចេញអំពីដាក់វត្ថុធាតុដើមស្រូវហ្នឹងឯងបាទចេញពីស្រូវមកចូលឲ្យគេចូលទៅចម្រាញ់អញ្ចឹងទៅឧទាហរណ៍យើងចម្រាញ់ចូលសម្ងួតបាទតែយើងចាំយើងសម្ងួតអាចថាបកសម្បកសិនអញ្ចឹងទៅឧទាហរណ៍បកឲ្យបកសម្ងួតអញ្ចឹងទៅហ្នឹងហើយសម្ងួតអញ្ចឹងបានចេញផលិតផលសម្រាប់ឧទាហរណ៍អញ្ចឹងលើកឧទាហរណ៍ឲ្យគេយល់បន្តិចមកបានដែរអញ្ចឹងណាហ្នឹងហើយតែបដោតលើផលិតកម្មយ៉ាផលិតកម្មយកផលិតកម្មសុំផលិតកម្មណាសុំផលិតកម្មអញ្ចឹងមានសំណួរទេតទៀតបើយើងចង់ឲ្យច្បាស់យ៉ាងទៅដើម្បីឲ្យនេះដោយសារមាន4ចំណុចប៉ុន្តែដល់ពេលចែកទៅបើសិនជាខ្ញុំរើផលិតកម្មវាពាក់ព័ន្ធជាមួយការគណនាចំណាយប្រតិបត្តិការនៅខាងក្រុម6អត់លោកគ្រូអានឹងត្រូវប្រតិកលាគ្នាអត់ឬមួយក៏អត់អីទេគាត់ខ្លួនបានគាត់រៀងខ្លួនទៅហ្នឹងហើយគាត់រៀងខ្លួនទៅបាទហើយបើគាត់ឆ្លាតគាត់ចេះយកក្រុមប្អូនធ្វើជាមូលដ្ឋានទៅអញ្ចឹងណាបាទឲ្យវាលីងគ្នាកុំព្យាយាមដាច់គ្នាអញ្ចឹងណាពេលអត់ចេះដូចគ្នាអត់អីទេខ្ញុំចង់និយាយថាចេះលើកឧទាហរណ៍កុំឲ្យបើគាត់លើកឧទាហរណ៍ពីនោះមកយើងភ្ជាប់ឧទាហរណ៍មកទៀតមកអញ្ចឹងណាទៅជេរគ្នាទៅឥឡូវក្រុមទី5ហ្នឹងនិយាយពីឧទាហរណ៍ពីអីអញ្ចឹងសុខទៅជេរគ្នាទៅក្រុម2ហ្នឹងចេះទៅជេរគ្នាទៅអញ្ចឹងណាល្អអញ្ចឹងវាចែកគ្នាអញ្ចឹងស្រេចហើយអញ្ចឹងមានយល់គ្នាអញ្ចឹងហើយដូចមិនអីយើងយកតាមហ្នឹងទៅគឺអានេះគឺ operational plan เนาะចា operational plan ទី1មានតារាងលំហូរនៃប្រតិបត្តិការហើយយុទ្ធសាស្ត្រប្រតិបត្តិការបាទ flow តម្រូវការចា process flow chart បាទទី2គេបាទយុទ្ធសាស្ត្រប្រតិបត្តិការ operation strategy operational strategy បន្តទៀតអីគេបាទតម្រូវការតម្លៃទ្រព្យសកម្មរយៈពេលវែងនិងការចំណាយបង់រំលោះfixed asset បាទ fixed asset requirement เนาะចា requirement and
and depreciation អញ្ចឹងហ៎ ចា cost depreciation cost អញ្ចឹង right តែប៉ុណ្្នឹងឯណា ចាគ្រូ ក្រុមទី6សូឌីម៉ាបាទយើងធ្វើផ្នែកអីខ្លះបង ក្រុមខ្ញុំធ្វើតពីក្រុមទី5 យកអានេះវិញឈប់ក្រុមទី5អាយ៉ាឈប់អានេះទុកឲ្យក្រុមនោះធ្វើចុះបាទទុកឲ្យក្រុមទី6គាត់ធ្វើចុះបាទយើងតាក់ទងនឹង layout ណាបាទfactory layout អូខេ factory layout របៀបគូរោងចក្ររបស់យើងឧទាហរណ៍យើងយករោងចក្រជារួមមួយមកតំណាងឲ្យមួយមកយើងក្នុងរោងចក្រ layout ហ្នឹងតើគួរមានអីខ្លះមានឧបមាថាមានផ្លូវចូលផ្លូវចេញផ្លូវសុវត្ថិភាពគួរដាក់ម៉ាស៊ីនកន្លែងណាអញ្ចឹងណាគួរកន្លែងត្រួតពិនិត្យកន្លែងណាអញ្ចឹងណាបាទយើងគូ layout មួយមកអញ្ចឹងជាស្តង់ដារមួយមកថាស្តង់ដាររោងចក្រមួយនៃផលិតកម្មគួរតែមានយ៉ាងម៉េចខ្លះអញ្ចឹងណាដើម្បីអាចថាឆ្លើយតបនឹងសុវត្ថិភាពនិងប្រសិទ្ធភាពនៃការផលិតហ្នឹងហើយយល់ខ្លីតែប៉ុណ្ណឹងបាទអូខេចាបាទអញ្ចឹងក្រុមនេះគាត់បញ្យល់តាក់ទងនឹងfixed asset ហើយនឹង depreciation cost ជាមួយនឹងoperational expense operational expense មកក្រុមទី6ដូចខ្លីយ៉ាងគេចំណែនក្រុមទី6អូខេយល់ហើយបងកន្លែងហ្នឹង ចាលោកគ្រូទទួលបាន តារាងមានមើលតារាងបាទមើលតារាងដាក់តារាងបន្តិចមកបាទចាំខ្ញុំបន្ថែមបន្ថយឲ្យអញ្ចឹងយើងចូលដល់ group ទី7 8បាទច្បាស់លើកនេះហើយកុំឲ្យដល់ថ្ងៃបន្ទោសគេបន្ទោសឯងទៀតខ្ញុំដឹងទេក្រុមទី7ក្រុមទី8សូមក្រុមប្រធានក្រុមទី7បាទសូមប្រធានក្រុមទី7បាទជម្រាបសួរលោកគ្រូខ្ញុំ បាទលោកគ្រូ សេងសុភ័ក្របាទ បាទ សេងសុភ័ក្របាទអូបងអូនផ្ញើមកខ្ញុំអត់តបានមើលប៉ុណ្ណឹងលួនណាស់ជាស្រ័យអូខេបងប្អូនអាសាមុនគេណាផ្ញើមកមុនពិតជាសរសើរមិនបានអាសាមែនទែនអូខេតោះក្រុមបងប្អូនពាក់ព័ន្ធនឹងអីដែរបាទទី1តើតងឈ្មោះហើយនឹងអត់មេរៀនសំខាន់របស់យើងពាក់ព័ន្ធនឹង HR plan លោកគ្រូ HR plan ណា HR plan បាទផែនការធនធានមនុស្សហ្នឹងហើយអូខេអញ្ចឹងពាក់ព័ន្ធអីខ្លះបាទជួយអធិស្ឋានតិចមកទី1ឈ្មោះរបស់សហគ្រាសហើយនឹង profile របស់ម្ចាស់សហគ្រាសឈ្មោះសហគ្រាសនិង profile របស់ម្ចាស់សហគ្រាសបាទអូនសួរតាមណាដែរយកតាមណាដែរ តាមសភៅលោកគ្រូសភៅអង់គ្លេសអូខេមកសុំម្ដងទៀត The name of business and profiles of the owners of the business name and owner profile អីទៀតបាទទី2ចំណុចទី2 goals objectives and targets goals objective and targets អូខេទៀតមានទៀតទី3 organogram organizational chart ទេបាទ organizational chart បាទអូខេអីទៀតដែរបងអននៅលោកគ្រូមួយទៀតតើតងនឹង basic part of organization by Mintzberg basis of organization អីទៀតបាទ
Minsberg Minsberg បាទទ្រឹស្ដី Min Minsberg ទេ បាទ មកដោយអត់សូវនេះហ่าដោយអត់សូវនេះទេអត់យើងមិនរំលឹកទិសដីហ្នឹងហើយគាត់អានទៅទិសដីហ្នឹងណា បាទបាទ អូខេមិនដាក់ចាំមើលខ្ញុំមើលទីសិនឈប់ទៅទាំងអស់គ្នា go ខ្មែរសិនក៏បានដែរបាទ go ខ្មែរសិនតិចមើលទៅពណ៌ទីនេះអានេះចូល HR នេះជា HR ហ្នឹងហើយអញ្ចឹងវា organization ហ្នឹងហើយ organizational management ហ្នឹងហើយចាត់ចែងអូខេគោលដៅអូខេណាសម្ព័ន្ធឈប់ទីគោលនយោបាយអាហ្នឹងយើងឲ្យគាត់អានទៅបាទនេះអាចបញ្យល់តាក់ទងនឹងនេះ brother បាទ ក្នុងយុទ្ធសាស្ត្រទាំង8 the right HR strategy បាទនៅខាងហ្នឹងក៏មានដែរ បាទមានដែរ បាទមានលោកគ្រូខ្ញុំដល់ចំណុចទី6លោកគ្រូ អូច្រើនដែរ បាទសាច់មេរៀនហ្នឹងច្រើន នឹង right age នឹងចក្រា employees right age strategy ហ្នឹងហើយ HR strategy បាទមួយទៀតគេបាទ employee already requirement employee requirement ហ្នឹងហើយតម្រូវការរបស់និយោជិតបាទបុគ្គលិកហ្នឹងហើយទៅថាបុគ្គលិកមកអូខេហ្នឹងហើយដល់សុភ័ក្រអញ្ចឹងយើងសិតប៉ុណ្ណឹងទៅបាទអញ្ចឹងក្រុមមួយទៀតក្រុមទី8សូមឈ្មោះ ជំរាបសួរគ្រូខ្ញុំឈ្មោះខឿនសីហា ហ្នឹងហើយអរគុណ brother ខឿនសីហាក៏ឃើញសួរខ្ញុំដែរជាស្អីទៅបានឆ្លើយបាទពាក់ព័ន្ធនឹងអីដែរបាទក្រុមយើង ទី1ពាក់ព័ន្ធជាមួយនឹង cost labo and human resource HR ដែរអញ្ចឹងហ៎ បាទលោកគ្រូខ្ញុំតពីក្រុមបងសុភ័ក្រមក អូខេផាត part 1 part 2បាទ HR labor and សូមតិចមកបាទ and អីបាទ and human resource human resource សូមបន្តទៀតបង មួយទៀត HR strategy HR strategy អូខេទៀតបាទមានទេ មួយទៀតកិច្ចសន្យាការងារ អានោះសំខាន់ហ្នឹងហើយ working contract នឹងសំខាន់ហ្នឹងហើយអូខេបន្តទៀតមានទេ ជាអស់ហើយលោកគ្រូ អស់ហើយណា តែផ្នែកចុងក្រោយគេហ្នឹងច្រើនដែរលោកគ្រូ ច្រើនណាស់ អូខេអរេអរគុណច្រើនណាប៉ុន្តែមានមេរៀនមួយទៀតមេរៀន EOSA ទៅណាបរៀនប៉ុន្តែក្នុងមេរៀនយើងខ្ញុំអត់បាន include ទេប៉ុន្តែពេលយើងរៀនពេលយើង assignment យើងមានណាបាទមានន័យថា project paper មានអីទេចាំពេលដល់ project paper ខ្ញុំបញ្យល់ណាបាទព្រោះវាបន្តិចដែរទេ EOSA ហ្នឹងណាអានការសុខភាពហ្នឹងណាដល់ក្រុមទី9សូមប្រធានក្រុមបាទ ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះយេកុងលោក យេកុអីបង brother កុងលោកគ្រូ យេកុង បាទលោក បាទយេកុងបាទពាក់ព័ន្ធនឹងអីបាទ ផែនការហិរញ្ញវត្ថុលោកគ្រូ បាទ financial plan បាទដោយសារមានមួយក្រុមទៀតទៅបង្កើតអញ្ចឹងខ្ញុំសូមបែងចែក financial plan ហ្នឹងជា3ក្រុមតែម្ដងអញ្ចឹងណាអត់អីទេណាយេកុង
bạn là cô ở đấy là cô bạn លោក bạn គ្រូ ជួយគ្នាច្រើនលោក គេជួយគ្រូតិចសូមមេក្រុមទី10បាទសូមមេក្រុមទី10ក្រុមទី10 ចាសូមជម្រាបសួរលោកគ្រូខ្ញុំលោកកុយសុភីលោកគ្រូចា បាទកុយសុភីនារីបាទទៅក្រុមទី11បាទមេក្រុមទី11ក្រុមទី11ដែលសូមខ្ញុំបង្កើតក្រោយហ្នឹងឈ្មោះអីបាទមានទេ បាទលោកគ្រូឈ្មោះពេជ្រខៅដេតបាទ ពេជ្រខៅដេត KHAO បាទ ចឹងហ៎ បាទ H អូខេ DETH អូខេ DTH អូខេ good អញ្ចឹងខ្ញុំសូមគ្រប់ទី9និយាយកងបាទយើងពាក់ព័ន្ធនឹងអីបាទ ទី1តើតើនឹងសរុបថ្លៃវិនិយោគគ្រូខ្ញុំមើលតាមបាទគ្រូមើលតាមសភៅឃើញចំណុចតាមហ្នឹងគ្រូ បាទ total project cost អូខេ សរុបថ្លៃវិនិយោគបាទ total project cost ឬក៏ total investment cost អូខេបាទមួយណាក៏បានដែរឲ្យគេទី2គេ ការសងប្រាក់កម្ចីនិងការកណនាការប្រាក់គ្រូ បាទ loan repayment ណា បាទ and interest calculation អូបាទសិតតែចំណានហើយបាទតទៀតបាទ មួយទៀតការព្យាករណ៍របាយការណ៍គម្រោងប្រាក់ចំណេញគ្រូ projected profit and loss បាទគេហៅប្រាក់ចំណេញនេះគេហៅចំណេញខាត ចំណេញនឹងខាតបាទ មើលខាតចាក្រុមទី2ក្រុមទី10 part 2កុយសុភីអូនកុយសុភី ចាសូមជម្រាបសួរលោកគ្រូក្រុមទី10របស់ខ្ញុំចំណុច4ទី6ការព្យាករណ៍តារាងតុល្យភាព projected balance sheet តទៀត ការវិភាគចំណុចរួចខ្លួន អូខេ break even point analysis បាទទៀត ការវិភាគអនុបាលហិរញ្ញវត្ថុលោកគ្រូចា បាទ financial ratio analysis អស់នៅបង ចាលោកគ្រូនៅមានពីចំណុចទេតែទុកជូនក្រុមទី11លោកគ្រូចា ក្រុមទី11មកក្រុមទី1ពាក់ព័ន្ធនឹងអីបាទយើងក្រុមទី11គាត់ដឹងនៅគាត់ដឹងចំណុចដែលគាត់ធ្វើនៅ អត់តាន់បានដឹងផងលោកគ្រូបាទ ក្រុមក្រុមទី2 repeat តិចមកអត់មានន័យថាក្រុមទី ការចំណេញពីការវិនិយោគ បាទ ការចំណេញពីការវិនិយោគ ការចំណេញពីការវិនិយោគ ចាជួយហៅឲ្យមេនេះទៅមេដេត បាទ ជួយហៅគាត់តិចសិន អង់គ្លេសហៅអីបាទសុំអង់គ្លេសសុំអង់គ្លេសបាទសុំពីអង់គ្លេស អើយអត់ចេះលោកគ្រូ មានដែរខ្ញុំមើលសិនមើលប្លង់មើលភពនេះរបស់យើងសិនដូចជាមានតែ6តាតែតង final នោះ មាន8ចំណុចលោកគ្រូ អូខេមកហៅមកចឹងហៅអត់ត្រូវក៏នេះដែរ8ចំណុចមែននោះ ព្រោះអីដាក់ខុសមួយលេខ5អត់មានទេមានលេខ6 ដាក់ខុសបើខ្ញុំកែតិចចឹងម្នាក់5អីយ៉ា5ចាប់សិន6 7 8 ចំណេញពីការវិនិយោគការសន្មត់លើហិរញ្ញវត្ថុអានឹងគេហៅ return of investment អូខេ ចា ក្រុមចុងក្រោយគេស្រួលជាងគេហើយ return of investment អត់ទេឲ្យជួយបញ្យល់ROI ហ្នឹងហើយចុងក្រោយគេ assumption គេហៅ financial assumption សន្មត់លើលទ្ធផលហិរញ្ញវត្ថុនោះតើយើងសន្មត់យ៉ាងម៉េចបាទតើយើងគួរ
តើលទ្ធផលបែបណាយើងគួរបន្តការវិនិយោគឬការវិនិយោគលទ្ធផលបែបណាយើងគួរកាត់បន្ថយការវិនិយោគឬកាត់បន្ថយការចំណាយយ៉ាងម៉េចអញ្ចឹងណាអូខេអញ្ចឹងឯនេះ clear តាក់ទងនឹងមេរៀនណោះអូខេនឹងអញ្ចឹងចាំខ្ញុំរៀបជា slide មួយច្បាស់ថាត្រូវធ្វើថ្ងៃណាប៉ុន្តែអាទិត្យនេះគឺក្រុមទី1ទី2ទី3អញ្ចឹងទី3ទី4ក៏អាចត្រៀមដែរលោដល់ក្រុមទី4ទៀតណាអូខេអញ្ចឹងអាទិត្យនេះគឺក្រុមទី1ទី2ទី3ទី4អាចដល់អញ្ចឹងត្រៀមមកហើយទៅបងណាចឹងបាទតែក្រុមផ្សេងទៀតអាទិត្យក្រោយទៀតទេបាទអាទិត្យនេះចង់ដាច់ហ្មងហ៎អត់ទេយើងមើលជាក់ស្ដែងមើលការបញ្យល់របស់យើងយល់មិនយល់អីយល់ចឹងណា all right ចឹងតាក់ទង presentation មានប៉ុណ្ណឹងណាឥឡូវខ្ញុំសុំដល់នេះរបស់យើងខ្ញុំសុំពាក់ព័ន្ធនឹងproject paper របស់យើងតើយើងបានជ្រើសរើសនេះហើយនៅបាទយើងបានជ្រើសរើសឈ្មោះអាជីវកម្មឬក៏អាជីវកម្មយើងត្រូវ research ហើយនៅបាទសុំ group 1 business អីបាទ business ពាក់ព័ន្ធអី ជ្រាបសួរលោកគ្រូសម្រាប់ក្រុមខ្ញុំបានជ្រើសរើសproduct រួចរាល់ហើយលោកគ្រូបាទពាក់ព័ន្ធ product អីតាក់ទងនឹងអនុសាសន៍តម្បាញចេកខ្មែរបានតាក់ទងទៅគាត់នៅតាក់ទងទៅគាត់រួចរាល់ហើយលោកគ្រូ Yes good job congratulations គឺproject paper នេះណាអានេះគឺ project paper ច្បាស់នេះចាលោកគ្រូ project paper បាទអត់ចឹង business របស់យើងគឺអនុសាសន៍តម្បាញចេកខ្មែរបាទអនុសាសន៍សិមកសេចាតម្បាញចេកខ្មែរអូខេតែខ្ញុំក្រុម7ខ្ញុំក៏បានជ្រើសរើសប្រធាននឹងបទដោយគាត់នឹងដែរអាហ្នឹងអត់ទេមានន័យថាក្រុមណាជ្រើសរើសមុនក្រុមហ្នឹងសម្រាប់យកមុនហើយអញ្ចឹងណាបាទខ្ញុំដោយសារតែខ្ញុំក្រុម7អញ្ចឹងខ្ញុំត្រូវដូរប្រធានបទវិញអញ្ចឹងបាទយើងធ្វើដូចគ្នាអត់កើតទេបាទគាត់អត់មានពេលឲ្យយើងទេអញ្ចឹងណាបាទខ្ញុំប្រាប់ថា go first come first serve first ខ្ញុំប្រាប់យុទ្ធសាស្ត្រដំបូងហើយ business គឺអញ្ចឹងកុំរងចាំណារងចាំ don't wait ខ្ញុំប្រាប់តាំងពីថ្ងៃសៅរ៍ថា please select and put your group number and the business if you go first we serve first អូខេអញ្ចឹងអធិស្ឋានប៉ុណ្ណាបាទលោកគ្រូអីបាទប៉ុន្តែក្នុងអាទិត្យនេះทีมយើងត្រូវធ្វើ business canvas ឲ្យខ្ញុំ business model canvas ឲ្យខ្ញុំណាឥឡូវចឹងចាប់ផ្ដើម research business canvas ឲ្យខ្ញុំ model canvas ឲ្យខ្ញុំពីព្រោះមេរៀននេះវាពាក់ព័ន្ធ business canvas អញ្ចឹងខ្ញុំចង់ឃើញ business model canvas បាទនឹងហើយមួយទៀតបើអាច draft marketing plan បណ្ដាក៏ល្អដែរពីរហ្នឹងខ្ញុំចង់ឃើញខ្ញុំចង់ឃើញ business model canvas មុនបើក្រុមណាអាចធ្វើ marketing plan ទៀតក៏អែមណាអានេះគឺ compulsory បាទ compulsory អានេះគឺ compulsory បាទសំទោសខ្ញុំសេអង់គ្លេសលឿនសេខ្មែររៀងតឹងទ្រូងចឹង marketing plan គឺ voluntary បើធ្វើបានល្អយើងយកមកបង្ហាញបន្តិចមកខ្ញុំកែឲ្យអញ្ចឹងវាលះត្រូវអញ្ចឹងណាបាទអូខេចឹងអាទិត្យនេះយើង research នឹងមកគេក្រុមទី2
ក្រុម group 2បាទយក business អីដែរបាទ group 2នេះបញ្ញា បានលោកគ្រូបាន យក business អីដែរបង business រៀបចំធ្វើមានសភៅគំរូនេះលោកគ្រូ បាទ project paper យើងណា ថ្ងៃមុននិយាយមួយសមាជិកក្រុមដោយសារសមាជិកក្រុមម្នាក់គាត់មានអាជីវកម្មផ្ទាល់ខ្លួនអាហារដ្ឋានដែរលោកគ្រូ yes good បាទអញ្ចឹង restaurant ឈ្មោះអី ដូចជាសួនយុវ័នលោកគ្រូ សួនយុវ័នណាសួនយុវ័នបាត់យូរណា ខ្ញុំអត់ចាំទេប៉ុន្តែដឹងតា អូសួនយុវ័នមានអូត្រូវសួនយុវ័ននៅតានៅទល់មុខហ្នឹងហៅសួនយុវ័នត្រូវហ៎ បាននៅទល់មុខ stop ហ្នឹងលោកគ្រូ ហ្នឹងហើយ good very good ណាសេចក្ដីសួនយុវ័នត្រូវណាសួនយុវ័ន good yeah okay ចឹងសម្រាប់ចឹងណាសួនយុវ័ន alright មានអ្នកចាំម្នាក់ទៀតនោះបាទចឹងធ្វើ business model Canva ខ្ញុំហើយនឹង marketing plan របស់ខ្ញុំធ្វើនៅក្នុង Google Doc ណាចេះធ្វើ Google Doc ហ្នឹងនេះចឹងទាំងអស់គ្នាបានបង្កើត group Telegram នៅខ្ញុំបញ្ជាក់ម្ដងទៀត Hello យើងបានបង្កើត group Telegram នៅ group នីមួយមាន group Telegram ខ្លួនឯងនៅ ចាលោកគ្រូសម្រាប់ group 1ខ្ញុំមានហើយលោកគ្រូ ចា៎ group 2មាន group Telegram ខ្លួនឯងនៅ បាទលោកគ្រូមានលោកគ្រូ group 3 ចាមានលោកគ្រូ yes group 4 បាទលោកគ្រូមានលោកគ្រូ group 5 ចាលោកគ្រូមានហើយលោកគ្រូ group 6 ចាលោកគ្រូមានហើយ group 7 សុភ័ក្រ មានលោកគ្រូមាន សីហាសីយ៉ាអីសីហា សៃហាលោកគ្រូគ្រប់ខ្ញុំមានហើយលោកគ្រូ សីយ៉ាណា សៃហាលោកគ្រូ អូសំទោ group 9 មានហើយលោកគ្រូគ្រប់9 10 លោកគ្រូមានហើយលោកគ្រូ good crowded group 11 បាទមានលោកគ្រូបាទ good job បន្ទាប់ពីមាន group Telegram ហើយមាន Google Drive នៅគាត់ group Google Drive នៅចេះបង្កើត Google Drive នៅបាទចេះហ៎គេឲ្យខ្ញុំបរៀនបន្តិចមកគេយើងចូលទៅបង្កើត Google Drive ទី1នេះយើងត្រូវជ្រើសរើសយកអ្នកណាម្នាក់គឺមេក្រុមនឹងឯងមានណាក្រៅពីមេក្រុមទេយកមេក្រុមយើងជាគោលយក Gmail គាត់មកណាអញ្ចឹងមេក្រុមចូល Gmail ខ្លួនឯងទៅអានេះទៅ Google App 19គ្រាប់នេះចុចលើវាផាច់ទៅយើងនឹងឃើញមានច្រើនណា App តែយើងអាចប្រើហ្នឹងយើងច្រើនណាមាន Meet មាន Play មាន Chat មាន Gmail មាន Gemini មាន calendar ផ្សេងៗហ្នឹងអាទាំងអស់ហ្នឹងយើងយកមកគ្រប់គ្រង business យើងបានទាំងអស់ធ្វើ business បានទាំងអស់ហើយបាននាំនេះមិនប្រើគេ free យើង15 GB បាទទាំងអស់ហ្នឹងជា tool វាដូច AI អញ្ចឹងបាទ Gemini នេះ AI នេះ Gemini របស់ Google ឃើញទេមានស្រេចទាំងអស់មក complete និយាយទៅមក set វាទាំងអស់ប្រើមិនទៅចាំប្រើ tool ផ្សេងខៅពី Google ទេអញ្ចឹងមក set វានឹងជួយ business ជួយការងារយើងទាំងអស់ហើយរៀនប្រើឲ្យចេះវាទៅវាចេះអស់ទាំងបកប្រែនេះ translate ក្នុងដែរឃើញអត់ Google Doc Google Sheet Google Slide ឃើញអត់បាទ search ឃើញទេ Google Meet ដែលយើង call នេះ business location profile របស់យើង map ឃើញទេ map យើងដាក់ផែនទីយើង share link ឲ្យស្គាល់ address កន្លែងយើង play យើង download app store ផ្សេង new ព័ត៌មាន Google នេះ Gmail របស់យើងនេះយើង chat ក្នុង group របស់យើងនេះ Drive នេះ Drive សម្រាប់ store data នៅលើ online របស់យើងនេះ Gemini AI របស់យើងនេះ calendar ដែលយើង mark មើលថ្ងៃណាយើងធ្វើការមិនធ្វើការថ្ងៃណាយើង mark meeting ថ្ងៃណាយើង mark ចុះ field operation ចុះ sale ប្រជុំយុទ្ធសាស្ត្របង្កើតអីយើងនេះ web presentation យើងធ្វើនៅក្នុង calendar ទាំងអស់
ថ្ងៃណាខ្ញុំឲ្យធ្វើអីយើងដាក់តាម note គ្នាយើងដឹងឃើញទេfree ហើយនេះ photo យើង upload ចូលរូបរបស់យើងអាប់ចូលហ្នឹងហើយ video ណាយើង develop video ក៏បានដែរ translate ទេ Google Sheet Excel នេះ Word អានេះ slide presentation ឃើញទេ Google One នេះផ្សេងទៀតណាវាសិតតែសំខាន់ពេលយើងមើលទៅឃើញទេពេលយើងអត់ប្រើអានេះសម្រាប់ survey សម្រាប់អីនេះ Google Form នេះសម្រាប់យើងត្រូវអាចនេះបានយើងត្រូវធ្វើ market survey ដែរណាបាទយល់ល្អយើងគួរធ្វើ market survey ដែរដើម្បីឲ្យច្បាស់ណាបាទអញ្ចឹងឃើញវាមាននៅលើនឹងអស់ហើយមិនបាច់ទៅរកណាទៀតអញ្ចឹងវិធីសាស្ត្រយើងបង្កើតម្ដងទៀតទៅ19នេះហើយយើងទៅ Google Drive នេះអូខេហើយយើងយក My Drive នេះក៏បានហើយយើងបង្កើត new មួយឃើញទេសិតតែឯកសារទិន្នន័យរបស់ខ្ញុំដាក់លើ online ទាំងអស់ឃើញទេនេះបាទខ្ញុំស្រួលធ្វើការខ្ញុំស្រួលបរៀនខ្ញុំស្រួលធ្វើ business ឃើញទេមក complete សិតទាំងអស់តាំងខ្ញុំធ្វើតាំងពី20ឆ្នាំមុនណាការងារនេះ5ដល់20ឆ្នាំមុនឃើញទេពេលខ្ញុំចង់បានអីនៅក្នុងនឹងខ្ញុំចង់ទាញយកឯកសារមកធ្វើការមកធ្វើ business មករៀនសូត្រមកអីមិនទាំងអស់ឃើញទេហើយនេះចែកកូនចែកចៅតចំនួនទៀតអត់បាត់ណាទេកុំឲ្យទៅបាត់ password អញ្ចឹងយើងបង្កើតមកយើងបង្កើតយក new យើងដាក់ new folder មកហើយយើងដាក់មកឧទាហរណ៍ថា group ឧទាហរណ៍ group 1និយាយពីអីអនុសាដំបាញជ័យខ្មែរអូខេចឹងមកយើងបង្កើត group យើងមួយហើយវានៅលើនេះវានៅនេះអូខេយើងបង្កើត sub group ទៀតមកឧទាហរណ៍នេះ admin ខាង admin បាទអូខេអានេះ draft project paper អានេះយើង draft បាទអានេះ final project paper អូខេនេះ group session presentation ណាអូខេហ្នឹងហើយយើងមានដូចជាមានតាមនេះតឹងតាមានន័យថាហ្នឹងហើយអញ្ចឹងយើង admin ព័ត៌មានផ្សេងតាក់ទងគ្រូគាត់ឯកសារអីមកដាក់ចូលទាំងអស់បាទ add ចូលមកមេរៀន slide ដែលខ្ញុំបរៀនដែលខ្ញុំ template outline ដាក់ចូល admin ទាំងអស់មកក៏បានហ្នឹងហើយដើម្បីក្រុមយើងអាចមានតែមួយតពេលហើយយើងធ្វើម៉េចយើង share យើងអត់មាន share ទាំងអស់ឲ្យក្រុមយើងទេឯកសារយើងនៅនឹងដែរអញ្ចឹងនេះឯកសារយើងនេះវណ្ណតម្លៃយើងមកស្ដាំលើវាយើងយកពាក្យ share ហើយយើងបើកឲ្យតែក្រុមយើងក៏បានដែរវាយឈ្មោះយើងមកក្រុមឈ្មោះយើងឈ្មោះអីគេនេះឧទាហរណ៍ចេះតាដាក់មកអញ្ចឹងវាយ email គឺយើងបញ្ចូលទាំងអស់អញ្ចឹងមានតែក្រុមយើងទេដែលគាត់អាច access ចូលបានបាទអ្នកផ្សេងទៀត access បានតោះតែយើងបើកអានេះ restrict នេះយក anyone with the link ដល់ពេលដែលយើងបើក anyone with the link មានន័យថាយើង copy link share ឲ្យគេនរណាក៏ចូលបានដែរប៉ុន្តែចង់ឲ្យគេកែយកពាក្យថា editor យល់ទេបាទហ្នឹងហើយតែបើគាត់ឲ្យគេមើលបាទអញ្ចឹងយើងត្រូវបើកវាមកហើយយើងយក edit បើ team យើងឲ្យ edit ទៅបាទបើអ្នកផ្សេងគាត់តែមើលយើងមិនបាច់ឲ្យ editor ទេយើងយក viewer អីនេះ viewer ឬ comment នេះអាច say comment ពីលើបានបាទស្គាល់ទេអញ្ចឹងហ្នឹងហើយហ្នឹងរបៀបយើងធ្វើការឃើញទេអញ្ចឹងពេលដែលឯកសារផ្សេងដាក់ចូលនឹងមកហើយ share link ពីនឹងទៅមកចែកគ្នាធ្វើទៅអញ្ចឹងឧទាហរណ៍ថា draft យើងយកអានេះអញ្ចឹង Word យើងធ្វើម៉េចនេះចុច new យើងយកពី Google Doc ហើយណាយក blank ក៏បាន template ក៏បាន template វាមានហើយស្រេចយើងចង់យក template ណាក៏បានដែរឃើញទេបាទឆ្លាញ់ template ណាយក template ហ្នឹងទៅ
បើសិនជាយើងគិតថាយើងយើងអត់ចង់យក template ហ្នឹងទេបាទ template គ្រូឲ្យតើ upload វាចូលទៅសរសេរតាមនឹងរហូតមកហ្នឹងហើយ download ផនលោកគ្រូមក upload ចូលវា upload ស្រួលតានេះបាទយើងចុចនៅលើវានេះចុចលើ new យកពាក្យថា file upload ឃើញទេបាទយើងយក file ហ្នឹងមកឧទាហរណ៍ឥឡូវខ្ញុំទៅរក file ហ្នឹងឲ្យមើលចុចមកផាច់មកអូខេហ្នឹងហើយអរេបាទបាទហេអេមិនស្រួលទេរត់រំទៅដល់វា file មិនស្រួលទេបាទអញ្ចឹងវាពាក់ព័ន្ធនឹងអីគេ project របស់យើង project paper របស់យើងណាឬមួយ project paper នេះគំរូនេះគំរូប្លង់នេះអូខេដាក់វាមកផាច់វា upload ចូលហើយបាទឃើញទេ upload ចូលហើយ upload ចូលយើង click លើវាមកទៅសេលើវាបានហើយណាបាទចាប់ផ្ដើមទៅសេមកអញ្ចឹងឃើញទេផែនការអាជីវកម្មដាក់ logo យើងចូលមកឃើញទេសរសេរលើនឹងយកបដៅនេះចាអាជីវកម្មដាក់គ្នាយើងទាំងអស់មកប្រហែលអ្នកបាទអីគេផាត់ទីអីនឹងផាត់ទីអញ្ចឹងមកដាក់ឈ្មោះពេញមកឃើញទេសរសេរបានមកអែមឃើញទេតាណាបាទយើងដំណើរឲ្យចាស់ជីវកម្មមកចាប់ដើមឆ្នាំណាមេតិកាក្នុងស្រែកឃើញទេនេះអែមចូលទេហើយសរសេរមកចាប់ដើមសរសេរសេចក្តីសង្ខេបអានេះមិនតសរសេរទេអានេះតសេចប់បាន copy វាយកមកដាក់អញ្ចឹងណាបាទហ្នឹងហើយនេះអានេះមិនក៏មិនសរសេរដែរព្រោះនេះវានេះទេបាទសរសេរក៏បានមិនសរសេរក៏បានដែរនេះគុណតម្លៃយ៉ាងម៉េចសរសេរមកនេះឃើញទេបាទកំណត់គុណតម្លៃនៃផលិតផលសេវាកម្មយើងបីខ្លះជាស្រ័យណារៀងច្រើនបន្តិចប៉ុន្តែនេះពេលដែលឲ្យយើងត្រាស់នឹងសិនពេលដែលឯកភាពនេះអូខេចាំ copy យកមកដាក់នៅក្នុង final នេះខ្ញុំមើល final ខ្ញុំមិនមើលអត្រាស់ទេបាទអញ្ចឹងយើងដាក់មកfinal ឬក៏ draft 1 draft 2 draft 3 copy បន្តមកបាទអញ្ចឹង group presentation នេះ group presentation ខ្ញុំប្រើ slide ទេខ្ញុំប្រើ slide ខ្ញុំប្រើ Canva ទេអញ្ចឹងជា idea យើងប្រើយើងយកយើង develop នេះមួយមកយើង develop Word ក៏បាន PowerPoint ក៏បានដែរយើងចុច new ពី Google Slide នេះ blank ក៏បានដែរបាទយើងដាក់យកមួយណាក៏បានដែរស្រាក់ចិត្តយើង blank មកយក blank មកយើងដាក់group presentation អានេះ final project នេះមេរៀនឬក៏អីមើលឈប់អូមេរៀនអូខេមេរៀនយើងដាក់មេរៀនមកយើងដាក់ group session group អីទេ group 1 អីយ៉ា session presentation JPA មកក៏បានដែរទីហៅ JPA business model canvas part 1 អូខេហ្នឹងហើយអញ្ចឹងយើងដាក់ link នៅទីនេះបាទយើងធ្វើម៉េចយើងទៅបង្កើត canvas ខ្ញុំឲ្យរៀន canvas មួយទៀតនេះ canvas ខ្ញុំធ្វើឃើញទេឃើញ clip ទេខ្ញុំ presentation ស្អែកបាទអញ្ចឹងយើងទៅបង្កើត canvas យើងទៅយកមេក្រុមយើងដដែលកុំឲ្យញ៉ៃមេក្រុមត្រូវបង្កើត account canvas បើអត់ទាន់មានត្រូវបង្កើត account canvas ខ្ញុំបាទឧទាហរណ៍ថាយើងចង់ចូល canvas ហើយណា canvas ហ្នឹងនេះយើងចុច create យើងចង់យកអីយើងចង់យក slide presentation វាយវាមកបាទយើងគិតថាយើងចង់យក presentation model ណាទូរស័ព្ទឬក៏អីនេះយើងយកនេះ
បាទនេះយើងវាមានគំរូឲ្យយើងនេះយើងយកមួយណាបាទយើងរើសមកទេយើងយកនេះតម្រងនេះយើងដាក់មកវាចេញឲ្យយើងបាទឧទាហរណ៍ឃើញទេបាទយើងយកតម្រងនេះក៏បានដែរឃើញទេនេះបាទសេមកសេខ្មែរក៏បានអង់គ្លេសក៏បានឃើញក្លីបដែរបាទមកអែមហើយតែពេលវាយហើយយើង share នេះមកឲ្យខ្ញុំនេះយក share នេះបាទអញ្ចឹងពេលដែល team យើងបើកអានេះមកដើម្បីគាត់ជួយកែឧទាហរណ៍យើងដាក់ឈ្មោះឧទាហរណ៍ថាមេរៀនទី1 group 1 business model canvas នឹងហើយ part 1 បាទអញ្ចឹងយើងធ្វើម៉េចយើងពេលដែល share link ឲ្យគ្នាយើងត្រូវបើកអានេះចុចអានេះចុច only USA នេះយកពី anyone with the link ហើយ copy អានេះ copy នេះមានន័យថាម៉េចមានន័យថាមានន័យថា link នេះយើងអាចកែបានសម្រាប់ team យើងអញ្ចឹងណាបាទនេះគេចុចនេះមកអូខេងាយស្រួលបាទយើងដាក់នេះ copy នេះមកមួយទៀតមកបាទយើងឃើញទេវាមកអញ្ចឹងមានន័យថាមិនវានៅក្នុងក្រុមយើងតែមួយទេអត់បាច់ញញ៉ៃទេពេលទៅរក Canva យើងចុចអានេះហើយយើងចុចអានេះបើឲ្យចុច link មកបើយើងបាក់រកឃើញទេបាទចុចពុកវា load មកវា load មកហ៎វា load មកក្រុមយើងដដែលឃើញទេបាទអញ្ចឹងពេលដែលយើងធ្វើឲ្យ share link មកឲ្យខ្ញុំឲ្យ share link ក្នុងក្រុមនេះយើងថាឥឡូវខ្ញុំចាប់ដើមត្រាស់ហើយមានមេក្រុមនិងសមាជិកអនុប្រធានក្រុមគាត់ធ្វើ draft ឬពេលធ្វើភាសាគ្នា share link ទាំងអស់គ្នាមកហើយយើងធ្វើរួមគ្នាទៅអង្គុយធ្វើរួមគ្នាទៅបាទយកពេលយប់អញ្ចឹងធ្វើទៅបាទចាប់ដើមធ្វើមកទៅជែកគ្នាទៅប្រើ Google នេះចូលអានេះជែកគ្នាហាច់ឆាតក្នុងឆាតហ្នឹងក៏បានដែរសំខាន់ add ពួកគាត់ចូលក្នុងនេះទៅមកអែមអញ្ចឹងណាខ្ញុំចង់និយាយអញ្ចឹងណាអូខេនឹងហើយខ្ញុំហេដាន់ដូចគ្នាណាក្រុមផ្សេងក៏យើងធ្វើដូចក្រុមទី1ដដែលដូចគ្នាទេអត់ខុសគ្នាទេអញ្ចឹងណាឥឡូវខ្ញុំសូមបន្តទៀតដើម្បីឲ្យច្បាស់ក្រុមណាយកអីក្រុមណាយកអីអញ្ចឹងក្រុមទី2យក0 U1 ណោះក្រុមទីអញ្ចឹងច្បាស់ហើយតាក់ទងការបង្កើត group Telegram បើយើងបង្កើត group ហើយបើយើងបង្កើតជា topic ទៀតល្អដែរអញ្ចឹងបើអីទេក៏អីដែរបាទហ្នឹងហើយអញ្ចឹងក្រុមផ្សេងចាប់ដើមធ្វើណាប្រើ Gmail របស់មេក្រុមយើងហើយបង្កើត Google Drive បង្កើត Canva អូខេហើយធ្វើ Google តាម Google Doc slide ហើយនឹង Canva ដូចខ្ញុំមិញធ្វើដូចខ្ញុំមិញហ្នឹង alright ហ្នឹងហើយ share ត link ឲ្យខ្ញុំមកមិននេះទេ share ត link មកបើសិនជាមិនឲ្យគេកែអ្នកផ្សេងកែក្រៅពីក្រុមយើងបាទយើង restrict វាអញ្ចឹងណាបាទប្រយ័ត្នគេលុបក្រុមមាន backup 2ហើយតាបាទប្រយ័ត្នគេច្រឡំដៃលុបខ្ញុំអត់ដឹងទេប្រយ័ត្នអស់បន្ទុកអូខេចឹងក្រុមទី3អញ្ជើញក្រុមទី3បាទតោះក្រុមទី3សុំ project paper យើងបាទ project paper យើងពាក់ព័ន្ធនឹងអីបាទស្រីអូនបាទ Hello លឺដែរបាទតើណាអស់បងអូននឹងគាត់បានតបអត់ទេលោកគ្រូជួយឆ្លើយមកបាទជួយឆ្លើយជំនួសបាទខាងបងអូនយក business អីដែរបាទយក business អីដែរបាទសួស្តីលោកគ្រូខ្ញុំកូនក្រុមពួកខ្ញុំបានភាសាគ្នាថាយក banana powder លោកគ្រូអូខេ good job ប៉ុន្តែលោកគ្រូបើសិនដោយសារតែពួកខ្ញុំសិស្សអនឡាញនៅពីខេត្តពិសេសនោះទៅអញ្ចឹងហើយ
ពួកខ្ញុំគាត់មានបញ្ហាថាអត់អាចទៅជួបផ្ទាល់ខាងសហគ្រាសចឹងណាលោកគ្រូយើងអាចនឹង call ទៅគាត់ដើម្បីសុំជួបគាត់អីចឹងណា បាទសុំឯកសារគាត់ទៅគាត់ដូចជាមិនអីទេអញ្ចឹងពួកគាត់ខ្ញុំមើលដូចជាគាត់ធ្លាប់សរសេរ business plan ដែរ business ហ្នឹងណាបាទយើងអាចសុំឯកសារគាត់ទៅយើងរក្សាការសម្ងាត់ជូនគាត់អញ្ចឹងទិន្នន័យខ្លះបាទហើយប៉ុន្តែយើងណាត់សម្ភារទៅយើងចាពេលតាម questionnaire របស់យើងរៀបទៅតែទី1ជា idea ខ្ញុំគិតថាយើងគាត់រវល់គាត់ល្បីតារាល្បីបាត់ដំបងនៅណាក៏ត្រូវការគាត់ដែរនិយាយទៅបាទគាត់មានកម្មវិធីនៅកម្មវិធីស្អែកនេះគាត់ទៅចូលរួមមួយខ្ញុំដែរអញ្ចឹងខ្ញុំអារម្មណ៍ខ្លាចថាគាត់មានពេលឲ្យយើងទេអញ្ចឹងជា idea យើងចាប់ផ្ដើមធ្វើ search primary data សិនទៅ search primary data យើង search តាមរយៈFacebook គាត់ Facebook របស់ page របស់គាត់ហើយគាត់ផ្ទាល់ហើយតាមរយៈ AI តាមរយៈ platform ផ្សេងៗដែលគាត់ប្រើហ្នឹងហើយអញ្ចឹងយើង research យើង research មុនស្វែងយល់មុនបាទកុំទៅដល់ឆាវបាទកាលណាគាត់យើងទៅដល់ឆាវគាត់មានអារម្មណ៍ថាយើងអត់នេះទេបាទអញ្ចឹងជួនកាលគាត់ឡើងទៅពេញបើយើងអាចណាត់គាត់នៅភ្នំពេញក៏ល្អដែរអញ្ចឹងណាខ្លាចតែគាត់មានពេលឲ្យយើងបាទខ្ញុំបារម្ភហ្នឹងហើយអញ្ចឹងយើងគិត option 2ទៅប្រសិនបើអាចរក business នៅពងសោមទី2 back up plan ណាអូខេចាលោកគ្រូខ្ញុំគិតដែរព្រោះហ្នឹងខ្ញុំកំពុងតែស្រឡឹងមើលថា business ណាដែលយើងអាចនេះបានអញ្ចឹងណាលោកគ្រូហើយទំហំលើ business គាត់ដែរអញ្ចឹងព្រោះពេលខ្លះខ្ញុំមើលទៅ business ខ្លះគាត់រៀងតូចពេលខ្លះធំពេកតែយើងអាចយកមកធ្វើបានអញ្ចឹងណាលោកគ្រូដល់ពេលអញ្ចឹងទៅក៏វាជាឧបសគ្គខ្លះដែរអញ្ចឹងណាលោកគ្រូហ្នឹងហើយឡើយយើងទៅអនុសិនណាបាទបាទរៀបសួរគ្រូបាទជួយគ្រូខ្ញុំអនុប្រធានក្រុម3លោកគ្រូពាក់ព័ន្ធជាមួយនឹងចង់ជួបជាមួយខាងម្សៅជែកហ្នឹងឥឡូវជំហានទី1សូមពឹងលោកគ្រូអាចតាក់ទងគាត់ថាពួកខ្ញុំអាចជួបមួយគាត់បានអត់ហើយដោយសារតែពួកខ្ញុំនៅខាងកំពង់សោមអញ្ចឹងបើសិនជាពួកខ្ញុំទៅដល់នោះហ្មងវាមានការលំបាកច្រើនហើយបើសិនជាទៅពេញហ្នឹងក៏លំបាកដែរដោយសារដោយលោកគ្រូដឹងស្រាប់ហើយយើងនិស្សិតយើងមិនមែននិស្សិតបញ្ញាបត្រទេនិស្សិតបញ្ញាបត្រគេច្រើនគាត់ទៅនេច្រើនតែដោយពួកខ្ញុំរាល់ថ្ងៃគឺសិតតែរវល់គ្រប់ទឹកគ្នាមិនថាសៅរ៍មិនថាអាទិត្យចុះការងារនេះចុះការងារនោះច្រើនអញ្ចឹងណាបាទអញ្ចឹងបើសិនជាអាចចង់សុំជួបតាមអនឡាញបានអត់ហើយបើសិនជាគាត់ថាបានសូមលោកគ្រូជួយប្រាប់តែបើគាត់ថាមិនបានទេពួកខ្ញុំនឹងមានវិធីអីផ្សេងទៀតដើម្បីធ្វើការងារនឹងឲ្យបានជោគជ័យអញ្ចឹងលោកគ្រូសូមលោកគ្រូជួយផ្ដល់យោបល់មកវិញខ្ញុំមិនបានប្រាប់មុននឹងមិញអញ្ចឹងហ្នឹងហើយដោយសារគាត់ខ្ញុំនិយាយមួយម៉ាត់ថាគាត់រវល់ណាស់ហ្នឹងហើយរវល់មែនតើហើយពលកម្មគាត់កាន់តែខ្ពស់ឥឡូវខ្ញុំចាក់គាត់ព្រិចកាន់តែធំហ្នឹងហើយឥឡូវនេះសង្គមគាត់ចូលជួយច្រើនដែរខ្ញុំបារម្ភថាគាត់អាចតែគាត់មានពេលអញ្ចឹងជា idea យើងព្យាយាម research secondary data សិនទៅបាទអញ្ចឹងចាំខ្ញុំសុំគាត់សុំឲ្យគាត់អញ្ចឹងណាអត់អីទេយើង search secondary data បេសទៅតាម framework របស់យើងណា flow យើងរបស់យើងណាហ្នឹងហើយអញ្ចឹងហើយយើងរៀបយើងអាចរៀបសម្ភារយើងអាចសម្ភារតែចំណុចណាដែលសំខាន់បានដែរចំណុចណាដែលមិនសូវសំខាន់យើង assumption ខ្លួនឯងនៅអញ្ចឹងណាតោះនេះបាទដូច financial plan នេះគឺពិបាកហើយខ្ញុំជឿជាក់វារៀងពិបាកតិចគេមិនហ៊ានប្រាប់យើង 100% ទេអញ្ចឹងគ្រាន់តែសួរតាក់ដងចំណូលតាក់ដងចំណាយផ្សេងទៅផាលទៅបានហើយហ្នឹងហើយចាំមើលពួកខ្ញុំរៀបសំណួរហើយអាចថាផ្ញើសុំយោបល់លោកគ្រូថាសំណួរទាំង10ជាងនឹងយើងអាចសួរគាត់បានអត់ឬក៏ទៅ cancel សំណួរណាខ្លះអញ្ចឹងគ្រូបាទអត់អីហ្នឹងហើយអត់អីហ្នឹងហើយអាចដាក់ក្នុងក្រុមទៅដើម្បីពីយើងរត់លឿនអត់អីទេព្រោះអានេះវាមិនមែនជាការប្រកួតប្រជែងយកលេខ1លេខ2លេខ3ទេអញ្ចឹងណាខ្ញុំគឺហើយវាអត់មានអ្នកចាញ់អ្នកខ្លាំងអ្នកខ្សោយទេជា idea ដាក់ចូលក្នុង group ទៅប្រាប់ខ្ញុំទៅ
ចឹងយើងមានក្រុមប្រធានថ្នាក់មួយហើយអញ្ចឹងអាចមកប្រធានក្រុមប្រធានថ្នាក់ក៏បានដែរអញ្ចឹងណាអូខេប្រធានថ្នាក់ក្រុមប្រធានក្រុមមនុស្សទៀតដាក់ចូលក្នុងប្លុកអស់គ្នាដើម្បីក្រុមយើងទាំងអស់គ្នារៀនពីគ្នាទៅវិញទៅមកអញ្ចឹងណាមិនលាក់ទេមានរឿងអីយើងត្រូវលាក់គ្នាទេស្លឹកខ្មែរដូចគ្នាទេហើយខ្ញុំធ្វើខ្ញុំ share អស់សម្រាប់ខ្ញុំមិនដែលលាក់ទេបាទមានអីខ្ញុំបញ្ចេញអស់បាទអញ្ចឹងយើងរៀនចេះច្រើននោះប្រទេសជាតិយើងក៏រីកចម្រើនដែរសម្បូរអ្នកចេះហ្នឹងហើយអញ្ចឹងដាក់ក្នុងក្រុមរបស់ប្រធានក្រុមទៅហើយទាំងលោកក្រុមហ្នឹងដាក់មកឲ្យ share ទៅបើថាអាច share ក្នុងក្រុមធំទៀតក៏ share ទៅអញ្ចឹងយើងភាសានេះទៅអញ្ចឹងណាអូខេឬក៏ណាដែលចាំបាច់ confidential អូខេមកខ្ញុំ direct មកឃើញអញ្ចឹងបើសិនជាបានទូបានអូខេខ្ញុំអរគុណណាខ្ញុំមានប៉ុណ្ណឹងសម្រាប់ក្រុមទី3ក្រុមទី4អញ្ជើញបាទក្រុមទី4 Hello ទីគេញ៉ាំហើយក្រុមទី4បាទអិនសុកចន្ទរាណាបាទបងស្រីតាចាជំរាបសួរលោកគ្រូជើញបាទជ្រើសរើសproject paper business អីដែរបាទចាលោកគ្រូអធិស្ឋានពួកខ្ញុំអត់តន់មាននេះលោកគ្រូអត់តន់មានអាជីវកម្មដែលត្រូវនេះសុំពេលបន្តិចលោកគ្រូយើងគិតថាយកផនធីមសមាជិកយើងឬក៏អ្នកស្គាល់ឬក៏នេះឬក៏យកមួយនៅក្នុងនេះដែលខ្ញុំស្នើសុំឥឡូវគេយក2ឯណាសោះ3មានប្រេងល្ងមាន Turbo Agri Food សាវខ្ញីមានសាវត្រីល្អិតបាទ Fiat ហ្នឹងមានអីទៀតទេបាទចាលោកគ្រូខ្ញុំសុំពេលមើលអាជីវកម្មនៅក្នុងខេត្តសីហនុសិនបានទេលោកគ្រូបានប៉ុន្តែអាទិត្យនេះគឺត្រូវបង្ហាញខ្ញុំតាក់ទង business model Canvas ចឹងណាអូខេបាទខ្ញុំនឹង go through business model Canvas ចឹងត្រូវតែមាន business ខ្ញុំណាបើត្រូវសម្រាប់ចិត្តស្អែកឲ្យហើយទៅយ៉ាងយូរព្រោះយើងមានពេល2ថ្ងៃទៀតដើម្បីធ្វើអញ្ចឹងណាហើយចាលោកគ្រូសូមអធិស្ឋានបើសិនជាឧទាហរណ៍លក្ខណៈអាជីវកម្មគ្រួសារខ្នាតតូចឯអាចនេះបានលោកគ្រូឧទាហរណ៍ business អីឧទាហរណ៍អាជីវកម្មលក្ខណៈពាក់ព័ន្ធជាមួយនឹងសេវាកម្មជួសជុលរថយន្តអីលោកគ្រូអូលុយហ្នឹងបាទ auto repairer បាទខ្ញុំលើកទឹកចិត្តថាយើងចូល business ខ្លួនឯងទៅហើយលោកគ្រូដោយសារតែវាខ្នាតតូចហើយណាមួយបញ្ហាយើងធ្វើជាទម្លាប់មកយើងអត់មានវិធីសាស្ត្រយុទ្ធសាស្ត្រឬក៏អីអាហ្នឹងហើយដែលយើងត្រូវធ្វើដើម្បីយកទៅ apply តោះអត់កុំឲ្យរៀនកុំឲ្យខាតហើយចាលោកគ្រូបាទឈ្មោះអីឈ្មោះ business អីហេងវណ្ណា garage ហេងវណ្ណា garage បាទ very good ខ្ញុំលើកទឹកចិត្តអូខេអរគុណក្រុមទី5តក្រុមទី5 Hello ក្រុមទី5ម៉ាលីធុនម៉ាលីចាលោកគ្រូចាបាទអញ្ជើញលោកគ្រូបើសិនជាដំណើរការផលិតកម្មក្រុមខ្ញុំអត់តន់បានរើសដែរលោកគ្រូដោយសារភាគច្រើនពួកខ្ញុំធ្វើការពាក់ព័ន្ធមួយសេវាកម្មច្រើនជាងអត់អីទេអត់បារម្ភរឿងផលិតកម្មសេវាកម្មឲ្យតែជា business បាទសេវាកម្មក៏ជាអាជីវកម្មមានអីខុសគាត់ថាយើងអត់សូវប្រើ operational activity ច្រើនអញ្ចឹងណាដូច production តោះសុំតិចមកបាទមាន business អីសម្រាប់ចិត្តនៅលោកគ្រូមិនមកសុំស្នើប្រធានថ្នាក់គាត់សប business អីឲ្យគាត់ជួយតម្លាក់ក្នុងក្រុមចាំពួកខ្ញុំអាចសុំភាសាបន្តិចសិនលោកគ្រូអូខេជាពាក់សិនណាចាពួកមុនហ្នឹងគិតគ្នាថាអាចសុំសេវាកម្មតែបើសិនជានេះអាចតាមលោកគ្រូណែនាំអាចយកផលិតកម្មក៏បាន
nó sao bay tiệt à miền mà sao làត្រីមានខាងទឹកអីគេមកល្ងព្រៃល្ងខ្មៅមានម្សៅខេខ្មៅសម្បូរគេ food ស្លាញ់មួយណាបើខាងនៅខាងណានេះនៅខាងពងសៅហ្មង ចាខាងកំពង់សោម លោកខ្ញុំនិយាយថាវាបារម្ភរឿងវានៅឆ្ងាយខ្លាចក៏មានពេលហើយយើងគាត់ពួកគាត់សម្ចាស់ជីវកម្មហ្នឹងហើយខ្ញុំហ្នឹងហើយ ចាច្បាស់អញ្ចឹងហើយបានពួកខ្ញុំរៀបគិតដែរបើសិនជានេះពួកខ្ញុំបាក់ក្នុងការបងទៅដែរ អូខេខ្ញុំគិតថាពិបាកហើយ សុំជពាក់សិនលោកគ្រូជំមើលខ្ញុំនេះហើយខ្ញុំជូននឹងទៅលោកគ្រូ បាទជពាក់ឲ្យមិនដាក់ចូលក្នុងក្រុមរបស់គ្រូប៉ុននេះណា ចាលោកគ្រូ ប៉ុន្តែទឹកនេះត្រូវតែមាន business model canvas ហើយនឹងព្រៀង marketing plan ទៅបើអាចចឹងណាអរគុណក្រុមទី6បាទក្រុមទី6អញ្ជើញ ចាលោកគ្រូខ្ញុំមានវិស័យបងប្អូនមានវិស័យតខ្លួនផ្នែកភោជនីយដ្ឋានខ្ញុំអាចយកបានភោជនីយដ្ឋានដែរណោះចាអូខេបានតាភោជនីយដ្ឋានអីបាទគាត់ភោជនីយដ្ឋានគាត់ឈ្មោះចាក់ធីមលុបបច្ចៈលោកគ្រូដោយសារគាត់អត់មាននៅក្នុងបាត់ដំបងហើយគាត់បើអាជីវកម្មនៅពោធិ៍សាត់តែគាត់ឡើងចុះមកយ៉ាងចឹងយើងនឹងអាចពិការលើគាត់ចុះបានបាទអត់អីទេណាខ្ញុំចង់បានអាជីវកម្មអញ្ចឹងបាទពេលយើងធ្វើយើងតែអត់ទាន់មួយអត់អីអត់ចង់ណាវាមិនសំខាន់អាច model ខុសគ្នាអញ្ចឹងណា model យើងធ្វើខុសគ្នា model គាត់របៀបដោតទៅលើកំសាន្តឬអីចឹងទៅអូនដោតទៅលើលក្ខណៈគុកតាអញ្ចឹងទៅបានហ្នឹងវាអាចផ្សេងគ្នាចាំមើល model មួយយើងមកតែយើងដាក់មក model ដូចគ្នាសតដល់ copy គ្នាអត់កាត់អាហ្នឹងគ្រោះថ្នាក់វិញណាលាក់ទាំងពីរខ្ញុំឲ្យលាក់ទាំងពីរតែម្ដងណាដើម្បីអ្នកណាប្រឡងអ្នកណាក៏ដោយគឺត្រូវតែលាក់ទាំងពីរព្រោះខ្ញុំគាត់ដាក់ AI ខ្ញុំសួរ AI ប្រាប់ហើយចឹងណាឥឡូវ AI ខ្លាំងណាស់បាទកំលេងមួយ AI បាទ AI ដឹងទាំងអស់អរគុណណាអរគុណមែនបាទក្រុមទី7បាទអញ្ជើញក៏ក្រុមទី7បាទបាទជម្រាបគ្រូបាទអូនយក business អីដែរ ដំបូងថារើសអនុសាសន៍តែក្រុមទី1រើសហើយគេទៅអាចជិះរកក្រាសាំងតែអត់មានឈ្មោះក្រាសាំង good ក្រាសាំងដាក់ឈ្មោះអីដែរក្រាសាំងនៅបវលក៏មានសមាជិកម្នាក់គាត់មានក្រាសាំងប៉ុន្តែខ្ញុំភ្លេចឈ្មោះទៅអូខេអត់ដាក់ឈ្មោះទេណាបាទដូចជាគាត់មានឈ្មោះទេភ្លេចឈ្មោះលោកគ្រូចាំភ្លេចឈ្មោះអញ្ចឹងដាក់ XX សិនណាpetrol station good តោះសៃហាក្រុមទី8បាទជម្រាបសួរលោកគ្រូ បាទ គ្រូក្រុមខ្ញុំសុំជពាក់សិនលោកគ្រូឯសាររើសអត់ទាន់បានសុំជពាក់សិនអូខេខ្ញុំជពាក់សិនចឹងដូចខ្ញុំនិយាយហ្នឹងណាទឹកនេះត្រូវមាន business model canvas អញ្ចឹងណាអូខេហើយ marketing plan បើអាចអូខេអរគុណណាសៃហាបាទលោកគ្រូបាទក្រុមទី9បាទគ្រូបាទឆ្នាំ4អញ្ជើញបាទលោកគ្រូយកខាងក្រុមហ៊ុនផលិតនំបានទេលោកគ្រូផលិតនំបានពិសេសហើយថ្មីប្លែកណាអរគុណឈ្មោះអីដែរតាមសមាជិកក្នុងក្រុមគាត់ដាក់គាត់ប្រាប់មកថាហាងពិភពនំលោកគ្រូឈ្មោះគេបាត់ដំបងហ៎នេះបាត់ដំបងពិភពនំហើយនៅបាត់ដំបងហ្នឹងគ្រូបាទនៅបាត់ដំបងលោកគ្រូបាទហ្នឹងហើយដូចជានៅបាត់ដំបងតាមមើលបាទលោកគ្រូបាទនៅបាត់ដំបងស្គាល់ហាងហ្នឹងស្គាល់ក្លប់ទៅនេះដែរទៅញ៉ាំដែរអញ្ចឹងលោកគ្រូបើសិនជាសមាជិកក្នុងក្រុមខ្ញុំអាចពិសាទៅអាចដូរវិញបានទេលោកគ្រូដូរភពនំហ្នឹងហ៎បាទដូរ
ក្រុមហ៊ុនដូរអីសិនណាគ្រូព្រោះអានេះគ្រាន់តែព្រៀងសិនទេគ្រូប្រាប់សិនទេ ជម្រាបសួរលោកគ្រូ បាទ ជម្រាបសួរលោកគ្រូសូមយោបល់ទេខ្ញុំនៅក្នុងក្រុមទី9ដែរគេកូនក្រុមហើយខ្ញុំតើតងក្រុមហ៊ុនហ្នឹងអ្វីដែលលោកគ្រូឲ្យមកមាន5ក្រុមហ៊ុនហ្នឹងខ្ញុំខ្លាចពិបាកទទួលព័ត៌មានពីពួកគាត់ហើយពិភពនំខ្ញុំមានភាពស្និទ្ធស្នាលមួយគាត់ខ្ញុំអាចសុំព័ត៌មានគាត់អញ្ចឹងយកហាងគាត់មិនដែរលោកគ្រូអត់អីណាអី អត់អីទេអត់អីទេ ចាអញ្ចឹងទីតាំងគាត់នៅបាត់ដំបងអញ្ចឹងគ្រូ បាទស្គាល់នៅម្ដុំនេះសួនព្រៃមហាទេព ចាលោកគ្រូ ស្គាល់បាទអត់អីទេហ្នឹងហើយយកនេះគាត់ចុះយកគាត់ចុះអត់អីទេចាដោយសារមេក្រុមខ្ញុំគាត់នៅខាងពងសោមអញ្ចឹងគាត់អត់ស្គាល់ទីតាំងហ្នឹងទេតែខ្ញុំស្គាល់ទីតាំងហ្នឹងចាគ្រូ អូខេ ខ្ញុំមានតំណែងមួយពួកគាត់អត់អីទេ Yes excellent បាទបន្តទៀតគ្រប់ទី10គ្រប់ទី10កុយសុភីបាទ លោកគ្រូប្លង់ទី9ហើយលោកគ្រូ ទី9រួចតាទី9រួចហើយ ទី9រួចតា ទី9នេះហ៎តាតងពិភពនំ ចាក្រុមទី9ក្រុម លោកគ្រូក្នុង slide លោកគ្រូដាក់ក្រុមលេខ10ហ្នឹង2ចប់គ្នា អត់ទេមួយជាមេរៀនមួយជា project paper អានេះមេរៀនហ៎ហៅអត់អូនមេរៀនណាពីក្រុមទី10ទទួលខុសត្រូវអានេះហើយនេះ project paper និយាយពីអី business អី Hello លោកគ្រូអធិស្ឋានខ្ញុំសូមបញ្ជាក់សិនលោកគ្រូដោយសារខ្ញុំរហូតនឹងអត់បានឃើញទេលោកគ្រូហើយខ្ញុំ business ពួកខ្ញុំទៅទូចពេកមានលក់ដូងប្រភេទម៉េចលក់ដូងនៅទីធម្មតាណាធម្មតាទេលោកគ្រូអញ្ចឹងទៅមាន business ខ្ញុំសូមពិសា កាហ្វេអត់មានអីកាហ្វេហាងកាហ្វេអី អត់មានទេលោកគ្រូមានទេចាមានតែទឹកសុទ្ធ ទឹកសុទ្ធហ្នឹងយើងផលិតទឹកសុទ្ធឬមិន ក្រុមការងារខ្ញុំក៏មានផលិតទឹកសុទ្ធលោកគ្រូចា យ៉ា ភាសាសិនចា យកហ្នឹងបណ្ដោយទៅមិនដែរ សូមគាត់សិនតែលោកគាត់អត់ យកអាហ្នឹងហ្មងអ្នកគ្រូលឿន យកអាហ្នឹងលឿនណោះ production ចាអញ្ចឹងយើងសម្រាប់ចិត្តថាយកទឹកសុទ្ធអញ្ចឹង ដាក់ឈ្មោះអីពួកគាត់អត់តមានឈ្មោះណាអី ចាលោកគ្រូនៅពួកអីលក្ខណៈតំបបើគឺគ្រូសាសិនអញ្ចឹងលោកគ្រូចាអញ្ចឹងគាត់ប្រវត្តិអូខេអរគុណក្រុមទី11ពេជ្រខោដេត លោកគ្រូពួកខ្ញុំប្រហែលជាសម្រេចចិត្តយកអាជីវកម្មខ្នាតតូចពាក់ព័ន្ធមួយនឹងហាងកាហ្វេបាទ យ៉ាពួកក្រុមអត់តផ្សេងអត់មានទេបាទឈ្មោះអីឈ្មោះ business អី ឈ្មោះហាងកាហ្វេហ្នឹងដូចអត់តន់ច្បាស់លោកគ្រូសូមបញ្ជាក់សិនប៉ុន្តែសូមយកពាក់ព័ន្ធជាមួយហាងកាហ្វេខ្នាតតូច អូខេយ៉ាខ្ញុំដាក់ចឹងណាអូខេយើងបានសឹងឲ្យគ្រប់គ្នាហើយអ្នកដែលជាពាក់សូមជួយផ្ដល់ព័ត៌មានស្អែកផងយ៉ាងយូរពីព្រោះត្រូវការធ្វើនេះត្រូវការធ្វើវិស័យ model canvas នេះបើសិនជាយើងអត់នេះទេក៏ពិបាកដែរអញ្ចឹងណាអូខេអញ្ចឹងសូមនេះផងបាទសូមជួយអូខេយើងមានប៉ុណ្ណឹងសិនហើយយើងបានរៀបចំរួចរាល់ហើយខ្ញុំនឹង share អា slide នេះជូនទៅបងប្អូនអញ្ចឹងណាបងប្អូនអាចមើលថែមទៀតបាទអញ្ចឹងខ្ញុំនឹង share ចូលនៅក្នុងលោកគ្រូខ្ញុំសុំសួរបន្តិចលោកគ្រូ ចូលចេះបាទតើតើនឹងការធ្វើ slide ពី canvas ហ្នឹងយើងត្រូវធ្វើចំនួនប្រមាណទំព័រនៃក្រុមនីមួយៗដែលមាន3ដូចថាក្នុងមេរៀនមានអាចខ្លះក្រុមខ្លះពីក្រុមបញ្ចូលគ្នាក្រុមខ្លះអាចមាន3ឬក្រុមខ្ញុំមាន3ក្រុមអញ្ចឹង slide មានប្រមាណទំព័រដែរលោកគ្រូយើងកុំគិតរឿង slide មានទំព័រគិតរយៈពេលអញ្ចឹងណារយៈពេលយើង roughly អាច20នាទីទៅកន្លះម៉ោងរៀបប៉ុណ្ណឹងទៅ
បាទចឹង20ទីកន្លះម៉ោងវាចូល10 slide ឡើងបាទចូល roughly អាចចូល10 slide ទៅដល់ទៅ15 10 slide ហ្នឹងហើយព្រោះមួយ slide 2នាទីយើងគិតមួយ slide 2នាទីទៅមួយនាទី2នាទីហ្នឹងហើយអញ្ចឹងអាចថាក្នុងចន្លោះពី10ទៅ15 slide ប៉ុណ្ណឹង ចន្លោះប៉ុណ្ណឹងហ្នឹងហើយអរគុណលោកគ្រូបាទអញ្ចឹងខ្ញុំ share តាក់ទងនឹង assignment របស់យើងនេះបាទមើលតាមក្រុមមួយទៅបាទបាទហ្នឹងហើយ right ហើយអតិជួយ share ចូលក្នុងក្រុមធំបងប្អូនអញ្ចឹងយកអានឹងជាគោលទៅបាទ right អញ្ចឹងកុំឲ្យវានេះទៀតអញ្ចឹងចាំមិនខ្ញុំដាក់ថ្ងៃទីថ្ងៃអីច្បាស់លាស់តាមទៀតខ្ញុំសេក្នុងនឹងស្រួលតែម្ដងដឹងថាទឹកក្រោយក្រុមទី1ទី2ទី3ទី4ទី3ទី4ត្រូវត្រៀមដែរអាចឡើងត្រូវទៅឡើងជួនកាលបើមិនទេក្រុមក្រុមទី3ដែរប៉ុន្តែ3 4ត្រៀមហើយទៅហើយក្រុមផ្សេងក៏អាចត្រៀមបើមានពេលយើងឲ្យខ្ញុំមើលបន្តិចតួចទៅបាទក៏ល្អដែរត្រៀមមកហើយក៏ល្អដែរកុំចាំដល់ពេលពីយើងអញ្ចឹងណាអញ្ចឹងពេលយើងត្រៀមហើយពេលដែលក្រុមគេ present មានន័យថាយើងអាចកែស្លាយើងនៅក្នុងដំណើរគ្នាតែម្ដងឲ្យវាស៊ីគ្នាឲ្យវា matching គ្នាឲ្យវា consistent គ្នាអញ្ចឹងណាហ្នឹងហើយអូខេក៏មួយយ៉ាងដែរ right លោកគ្រូមានបណ្ណាមានសំណួរទៀតទេបាទមុននឹងសម្រាប់ចាលោកគ្រូខ្ញុំសុំពាក់ព័ន្ធនឹងស្លាយហ្នឹងយើងឡើងធ្វើបទបង្ហាញម៉ានអ្នកលោកគ្រូដោយសារចំនួនក្រុមរបស់ខ្ញុំដូចច្រើនដែរលោកគ្រូអូខេសំណួរល្អមែនតើណាសំណួរល្អមែនតើខ្ញុំគិតថាយើងយកពាក់កណ្ដាលទៅឲ្យឬមិនបាទពីចន្លោះ3ទៅ5នាក់ទៅបានណាហើយ final យក3ទៅ5នាក់ទៀតឬក៏បំពេញអស់ទៅមានន័យថាអត់មានណារួចខ្លួនទេចង់និយាយថាមកមេរៀនគឺឡើងពាក់កណ្ដាលក៏បានហើយពេលផ្ដាច់ព្រាត់ final paper final presentation យើងឡើងពាក់កណ្ដាលទៀតទៅអញ្ចឹងខ្ញុំនឹង note អត់មានណាអត់ត្រូវឡើងទេអញ្ចឹងណាក៏ឲ្យវាស៊ូមាច់ពេកតែអ្នកដែលគាត់អត់បានឡើងក៏ជួយឆ្លើយសំណួរគ្នាហើយមេក្រុម rating សមាជិកយើងផងណា rating ឲ្យខ្ញុំបាទអញ្ចឹងឡើងពាក់កណ្ដាលសម្រាប់មេរៀនហើយឡើងពាក់កណ្ដាល final project បាទហើយហ្នឹងហើយបាទអូខេប៉ុណ្្នឹងឯងមានអីទៀតទេបាទដូចជាអស់គ្រូដូចជាអស់បាទអរគុណណាអរគុណច្រើនសម្រាប់ទាំងអស់គ្នាហើយខ្ញុំអត់បាន review ទេអធិស្ឋានទៅប៉ុណ្្នឹងសិនទៅណាតាមណាយើងជាក់ស្ដែងទៅហើយចាំខ្ញុំបញ្យល់រួមនេះវិញណាសាវាច្រើនពេកសំទោសអរគុណណាហើយរាត្រីសួស្ដីសុបិនល្អនេះជួបគ្នាថ្ងៃសៅរ៍សប្តាហ៍នេះជម្រាបលាលោកគ្រូបាទអរគុណលោកគ្រូហើយបាទលោកគ្រូអរគុណលោកគ្រូជំរាបលា